មកធ្វើប្រពន្ធខ្ញុំមកកុំមកនិយាយផ្ដេសផ្ដាស់អីនាងម្នាក់នេះនៅទីនេះកុំមកធ្វើបាបខ្ញុំតើនាងនេះចង់ធ្វើអត្តឃាតតើត្រូវដោះស្រាយម៉េចនិយាយពីមកទៅយកតាសចាស់នេះឲ្យបានចង់បានអីចៅវាយចាស់សួស្ដីខ្ញុំជាចៅប្រសាររបស់តាសខ្ញុំនឹងមើលថែលោកពូឲ្យល្អឆាប់មានចៅឲ្យតាស្បីកុំខឹងពូយើងអីណាតាសនិយាយអ្វីខ្លះមកមនុស្សចាស់នេះមានរឿងអីទៀតតាសខ្ញុំមិនមែនមករកតាសទេខ្ញុំដឹងតាសមករកលោកពូមិនអីទេក្រោយមកខ្ញុំនឹងគ្រប់គ្រងគេឲ្យបញ្ជាទៅណាទៅនឹងបានបើអ្នកទាំងពីរក៏សម្បត្តិអាពាហ៍ពិពាហ៍មកឲ្យតាសបានតាសនឹងឲ្យភាគហ៊ុន 10% អរគុណតាខ្ញុំមិនយកភាគហ៊ុនទេខ្ញុំមិនចេះរកលុយទេតាសមួយខែឲ្យខ្ញុំប៉ុណ្ណេះបានទេឲ្យតែយកសម្បត្តិមកបាននឹងឲ្យលុយចៅចាយតាសខ្ញុំនឹងធ្វើម្ហូបឲ្យញ៉ាំរាល់ថ្ងៃតាសចឹងសិនចុះសម្រាប់ទៅមនុស្សឈួតយ៉ាងមិនដែរត្រៀមចុះសម្បត្តិស្អែកទេវាហ៊ានហៅខ្ញុំអីចឹងកុំសម្លាប់ខ្ញុំទាំងពីរនាក់ណាបើគេមានបញ្ហាផ្លូវភេទកុំឲ្យខ្ញុំខូចឈ្មោះអីមិនអាចធ្វើបាបបានទេស្អែកទៅចុះសម្បត្តិទៅយូរថៃឡើងងាយស្រួលទេមិនបាច់មានសិភើគ្រូសាក៏បានក្រែងលោកប៉ាដឹងនឹងវាស្លាប់មិនខានខ្ញុំទើបតែគ្រប់អាយុចុះសម្បត្តិសិនទៅចុះមកក្រោមឲ្យលឿនមកលោកពូនេះជាលើកទី1ហើយដែលឃើញគេធ្វើមកក្បាច់បែបនេះហើយជាលោកពូមកមើលប្រយ័ត្នខ្ញុំឲ្យគេវាអ្នកណាចុះមកបានឬនៅចង់រៀបការជាមួយខ្ញុំមែនទេបានទី1កុំឲ្យនរណាបែកធ្លាយរឿងនេះល្អខ្ញុំមិនចង់ឲ្យរឿងនេះស្មុគស្មាញទេចឹងខ្ញុំហៅអ្នកថាលោកពូវិញចុះរៀបការកិច្ចសន្យា1ឆ្នាំជួយដោះស្រាយរឿងគ្រួសារខ្ញុំរឿងអ្នកដតីមិនបាច់ខ្វល់ជាពិសេសជីតាខ្ញុំរឿងផ្គប់ចិត្តអ្នកផ្ទះខ្ញុំពូកែណាស់ខ្ញុំធានាថាជីតានឹងសប្បាយចិត្តរស់បានដល់អាយុ180ឆ្នាំទី3ពូយើងមិនជ្រៀតជ្រែករឿងផ្ទាល់ខ្លួនមិនបង្ខំគ្នាអ្នកធ្វើការរបស់អ្នកទៅកុំមកជិះជាន់គ្នាគិតឲ្យច្បាស់សិនណាខ្ញុំគ្មានដំណើរការអ្វីក្រៅពីនេះទេរស់នៅធម្មតាមិនជ្រៀតជ្រែកគ្នាខ្ញុំទៅរបស់ខ្ញុំអ្នកទៅរបស់អ្នកខ្ញុំទុកពេលឲ្យមួយយប់ទៀតគិតឲ្យច្បាស់សឹមទូរស័ព្ទមកពួកគេមានលុយមែនទេទូរស័ព្ទមកឬតាក់ទងមកក៏បានដែរលោកពូដេញពូយើងចេញជាដៃគូនឹងគ្នាដែរតើមានចិត្តមេត្តាខ្លះទេខ្ញុំរវល់ការងារណាស់ខ្ញុំកំពុងលេងជាមួយស៊ីស៊ីនៅជាន់ក្រោមកំងម្ហូបអស់ច្រើនណាស់អ្នកជួយចេញថ្លៃម្ហូបទៅលោកពូលោកមិនខ្វះលុយប៉ុណ្ណឹងទេមែនទេលេងសប្បាយទេអាចចេញមកសម្រាប់ខ្លះបានទេមិនដឹងថាលោកពូមានចំណង់ចំណូលចិត្តអ្វីខ្លះទេអ្នកទៅលេងចុះមិនបាច់កំដរទេលោកពូបើចឹងពូយើងមិនរំខានទេបានហើយទៅចុះខ្ញុំគ្រាន់តែមកសហការជាមួយលោកពូដើម្បីដោះស្រាយរឿងគ្រួសារប៉ុណ្ណោះមិញគេនិយាយថាឲ្យតែពូយើងរស់នៅបានស្រួលគឺគ្រប់គ្រាន់មានន័យថាម៉េចកុំខ្វល់នឹងពាក្យក្មេងអីខ្ញុំគិតថាគេចាប់អារម្មណ៍ក្មេងស្រីម្នាក់នោះហើយមិនមែនអ្នកប្រាប់ថានាងមានប្រុសកំដៅច្រើនទេហេចឹងខ្ញុំទៅដេញពួកគេចេញមិនបាច់ទេមិនមែនប្រុសទេតែប្រុសសប្បាយជាមួយស្រីជាធម្មតាទេត្រូវរៀនតាមលោកពូស៊ីស៊ីកំពុងផឹកស្រានៅក្នុងបារកុំរវល់រឿងគេខ្ញុំមានគំនិតមួយកាត់ផ្ដាច់លុយគេដើម្បីឲ្យគេរស់ដោយខ្លួនឯងបើគេចេះតែចង់អែបអបពួកយើងលោកពូពិតជាស្រឡាញ់គេមែនស៊ូខ្ញុំសុំមួយកែវមិននឹកស្មានថាឯងហ៊ានមកមែនមកធ្វើអីលោកពូគាត់មិនចូលចិត្តស្រីទេពូយើងគ្រាន់តែសហការគ្នាទេបើអាចរៀបការបានខ្ញុំមានលុយចាយរាល់ខែមិនបាច់ខ្លាចប៉ាដេញចេញទេតែលោកពូមិនមែនមនុស្សល្អទេខ្ញុំខ្លាចគាត់ធ្វើបាបឯង
រសជាតិឆ្ងាញ់ណាស់យកបទដែលលោកពូចូលចិត្តទៅថ្ងៃនេះត្រូវតែច្រៀងឲ្យបានល្អខ្ញុំមានលុយច្រើនណាស់អ្នកណាច្រៀងល្អខ្ញុំនឹងឲ្យលុយច្រើនខ្ញុំច្រៀងបានប៉ុន្មានលឿនឡើងកុំស្ងៀមពេកអ្នកណាហ៊ានរំខានអារម្មណ៍ខ្ញុំនឹងវាយមុខវាធ្វើអីហ្នឹងខ្ញុំគ្រាន់តែធ្វើអីខ្ញុំជាអ្នកផ្ដួចផ្ដើមទេខ្ញុំចូលចិត្តស្ដាប់ពួកគេច្រៀងណាស់មិនមែនទេព្រោះពួកគេច្រៀងពីរោះពេកទេទៅផ្ទះជាមួយខ្ញុំអញមិនបានឃើញទេពួកគេពីរនាក់ហ្នឹងខ្ញុំថតរូបទុកឲ្យអញមើលទៀតកុំខឹងពេកអីចាំបានទេឆ្នាំនោះពួកយើងនាំគ្នាទៅឡើងប៉មស្ទើរតែស្លាប់ប៉ាអញទូរស័ព្ទប្រាប់ប៉ាខ្ញុំត្រូវតែវីដំពូកយើងឲ្យរៀងចោលត្រឡប់ទៅវិញប៉ាវីខ្ញុំបែកអស់ហើយពួកអញជាស្រីជាកូនក្មេងហេតុអីលេងសាច់ខ្លាំងម្ល៉េះចង់មើលប្រុសសង្ហាមិនមែនអត់ទេអញមកទាំងស្លៀកឈុតគេងយកមែនទេប៉ាខ្ញុំបណ្ដេញចេញមកសូម្បីតែខោអាវក៏មិនឲ្យយកមក3ខែនេះខ្ញុំសុំផ្ញើខ្លួននៅផ្ទះអញហើយយប់ជ្រៅហើយចូលគេងទៅពួកក្មេងនេះមិនដែលស្គាល់ការលំបាកទេបណ្ដេញចេញទៅអាចធ្វើអ្វីបានខ្លាចគេចាញ់បោកគេរលូកខ្លួនអ្នកណាហ៊ានទិញកូនចៅយើងមិនអាចឲ្យពួកវានៅផ្ទះឥតប្រយោជន៍ទេពួកយើងក៏មិនអាចកំដរដែរគ្រាន់តែជាក្មេងលេងសាច់ទេទៅផឹកស្រាត្រូវគេឃើញបែរជាខឹងមិនឈប់ក្មេងហៅគេថាដូចលោកពូថាហេតុអីចិត្តដាច់ម្លេះនេះជាបំណងប្អូនឯងដែរដេញខ្ញុំចេញបានហេតុអីបិទកាត់ខ្ញុំសន្យាថានឹងឲ្យខ្ញុំរស់នៅ3ខែមិនមែនគេត្រូវតែផ្ញើលុយឲ្យគេលោកប្រធានសូមមេត្តាកុំសម្លាប់ខ្ញុំអីសូមទោសច្រឡំហើយលោកប្រធានសម្រេចចិត្តហើយពួកអ្នកត្រូវទៅរកការងារធ្វើខ្លួនឯងចាប់ពីពេលនេះទៅគ្មានលុយ1សេនទៀតទេរស់ដោយខ្លួនឯងទៅនាងអត់មានលុយលាក់មែនទេមានតែ200ដែរតែប្រពន្ធរកឃើញយកទៅបាត់ខ្ញុំចេញពីផ្ទះនេះហើយកុំរំពឹងថាខ្ញុំនឹងត្រឡប់មកវិញធ្វើម៉េចទៅពួកយើងមិនទាន់ញ៉ាំអាហារពេលប្រអិតទេខ្ញុំមានលុយ300000គ្រាន់តែថ្ម2ដុំដែលឯងចូលចិត្តតែមែនទេលុយខ្ញុំណែណាវាមានតម្លៃ100000ឯណោះតកចេញ7ថ្ងៃនេះកំដរខ្ញុំផឹកស្រាបន្តិចទៅខ្ញុំលែងផឹកហើយនាងស្អាតណាស់ពីមុនខ្ញុំមិនដែលឃើញក្មេងបែបនេះទេនៅក្មេងពេកអាំងសាច់អ្នកណាជាម្ចាស់ហាងឲ្យពួកយើងពាក់កណ្ដាលមកមិនបាច់ទេឲ្យសាច់អាំង300ឈើនិងស្រាបៀរ2ដបដោះស្រាយប៊ីលហើយទៅឲ្យឆ្ងាយសុំសួរឈ្មោះអ្នកបងដើម្បីថ្ងៃក្រោយមកលេងមិនបាច់ទេអ្នកលក់សាច់អាំងធម្មតាប៉ុណ្ណោះនាងមើលទៅចាស់ណាស់គេហៅថាភាពចាស់ទុំ
ខ្ញុំរៀបការហើយមិនមែននៅលីវដូចពួកឯងទេមនុស្សដែលគេបោះបង់ចោលហាត្រូវហើយរសជាតិពេលគេបោះបង់ចោលមិនឆ្ងាញ់ទេមែនទេខ្ញុំហៅថាលីងយូកំពុងរៀបការជាមួយកញ្ញាឯងនាងកុំស្មានថាខ្លួនឯងស្អាតមានអ្នកតាមជានិច្ចអីចុងក្រោយក៏នៅតែត្រូវគេបោះបង់ច្អូលមុខចំនួនគ្រួសាររនាងក៏ធ្លាក់ចុះដែរមែនទេនេះគេហៅថាសំណាងអាក្រក់អញទេដែលជាមនុស្សអាក្រក់ឯងជាមនុស្សអាក្រក់ពិតប្រាកដក្រុមគ្រួសារឯងទាំងមូលសុទ្ធតែអាក្រក់ឯងហ៊ានវាយខ្ញុំទេវាទៅបងប្អូនវាព្រោះនាងមាត់រអិលមុនប៉ូលីសជួយផងហើយនរណាមកជួយពួកយើងទៅកុំភ្លេចថាពួកយើងត្រូវបានប៉ាតអេងចេញមកហើយចាំប្តីខ្ញុំមកពួកឯងនឹងដឹងរឿងបើឯងមានសមត្ថភាពហៅគេមកបានខ្ញុំនឹងទទួលចាញ់បើមិនបានទេខ្ញុំនឹងដោះស្បែកឯងហេតុអីដឹងថាគេមិនមកប្រហែលជាលោកពូកំពុងមកដល់ហើយសុបិនឺសំបីតែលីនយូក៏នាងគ្រប់គ្រងមិនបានផងបើខ្ញុំចង់ហៅគឺហៅបានកុំមកអួតអីបើគេមកពិតមែនខ្ញុំនឹងញ៉ាំអាហារទាំងនេះប្តីសម្លាញ់ជួយផងហៅលោកពូមកមិនមែនហៅប្តីទេខ្ញុំហៅគាត់តាមមកអាងារមិនមែនប្តីទេតើជាអ្នកណាមានអ្នកណាថ្មីទេមិនមែនសន្យាថានឹងចុះសម្បត្តិថ្ងៃនេះទេហេមិនទៅមែនទេប្តីសម្លាញ់ហៅឯណាបដូរមាត់ប្តីមិនទៅចុះសម្បត្តិជាមួយខ្ញុំទេហេទៅមិនបានទេខ្ញុំគិតលេខមើលម៉ោង 4 ល្ងាចទាន់ពេលទៅចុះប្តីមិនប្រកាន់ទេលោកពូពិតជាគួរឲ្យខ្លាចណាស់គេជាអ្នកគ្រប់គ្រងទីក្រុងនេះគេហៅថាយមរីតូចកុំភ័យអីមកទទួលខ្ញុំមកអត្តសញ្ញាណប័ណ្ណយកមកហើយរឿងចុះសម្បត្តិរៀបការមែនទេទៅប៉ុស្តិ៍ប្តីមើលគេធ្វើបាបខ្ញុំគេធ្វើបាបខ្ញុំតាំងពីនៅរៀនទាំងវីទាំងចាប់បង្ខាំងហេតុអីឯងមានមិត្តឲ្យរួមថ្នាក់បែបនេះស្លៀកពាក់អីហ្នឹងគេស្មានថាឯងអាយុ85ឆ្នាំនេះជាសម្លៀកបំពាក់អីកុំខ្វល់រឿងគេអីខ្ញុំខ្លាចជ្រោះសក់ពេលឃើញអ្នកអូវាចេញទៅកន្លែងស្ងាត់ឲ្យវាលុតជង្គង់សុំទោសប្រពន្ធខ្ញុំប្តីសម្លាញ់ឯងសង្ហាណាស្រឡាញ់ក្មេងម្លេះអូវាចេញទៅខ្ញុំជាមនុស្សធំពួកអ្នកក៏ដឹងដែរធ្វើបាបមនុស្សស្រីម្នាក់មិនអៀនទេហេអ្នកណាជាអ្នកបញ្ជានៅទីក្រុងនេះអ្នកណាហ៊ានប្រឆាំងខ្ញុំចង់ដឹងថាវាជាអ្នកណាហេតុអីជាគាត់
នាងនេះច្បាស់ជាហៅគេមកខ្លែងបន្លំហើយបើភ្នែកអ្នកទាំងពីរមិនល្អខ្ញុំនឹងរកគ្រូពេទ្យឲ្យមកបដូរភ្នែកឯងជានរណាហ៊ាននិយាយជាមួយខ្ញុំបែបនេះប្តីឲ្យពួកគេបង្ខំឲ្យខ្ញុំលុតជង្គង់ហើយចង់ឲ្យខ្ញុំធ្វើជារបស់គេទៀតខ្ញុំធ្លាប់ប្រាប់ហើយតែអ្នកត្រកូលពោពួកគេទើបតែសាច់ដាក់ខ្ញុំមើលងាយមែនមករួចក៏មកមិនឲ្យពួកវាស្លាប់ទេខ្ញុំមិនបាននិយាយទេពួកវាចេះតែមួបង្កាច់អរគុណខ្ញុំមិនអីទេវ៉ាខ្លាចណាស់ប្តីឲ្យមិញនេះអ្នកណាថាអូនមួបង្កាច់គេប្រពន្ធខ្ញុំមែនទេដែលពួកឯងហ៊ានចាប់ប្រកាន់ចេះតែបង្កាច់បង្ខូចហើយប្រាហង្សាគិតថាដោះស្រាយងាយបែបនេះហាមិញនេះចង់ធ្វើអីប្រពន្ធខ្ញុំសុំទោសសងសំណងឲ្យប្រពន្ធអ្នកខ្ញុំពេញចិត្តទើបខ្ញុំពិចារណាមិនប្តឹងផ្ដល់ពួកឯងត្រកូលស៊ូចង់បាត់ឈ្មោះពីទីផ្សារមែនទេសុំទោសអ្នកស្រីពោសុំទោសប្តីខ្ញុំមិនដូច្នោះទេខ្ញុំនឹងបំបិទមុខរបរពួកឯងឲ្យអស់សុំទោសអ្នកស្រីពោខ្ញុំខុសហើយអ្នកស្រីមើលចុះគេសុំទោសហើយពួកយើងនឹងសងជំនឿចិត្តឲ្យតាបានឬនៅប្តីឲ្យលើកខ្លួនគេមានក្លិនស្អុយណាស្អុយអ្នកណាក្លាហានមកធ្វើបាបប្រពន្ធខ្ញុំអ្នកស្រីពោខ្ញុំក៏ជាអ្នកក្នុងត្រកូលស៊ូដែររសូមមកបង្ខំគ្នាខ្លាំងពេកត្រកូលស៊ូនឹងចង់បដូរអ្នកស្នងតំណែងមែនទេអ្នកស្រីពោខ្ញុំខុសហើយឃើញដល់ខ្ញុំក្មេងសូមលើកលែងទោសឲ្យខ្ញុំផងការខូចខាតទាំងអស់ត្រកូលស៊ូខ្ញុំនឹងទទួលខុសត្រូវបន្តិចទៀតខ្ញុំនឹងឲ្យគេលុយសំណងទៅឲ្យជប់និយាយទៅតាមខ្ញុំមកទៅណាទៅផ្ទះខ្ញុំឬក៏ទៅការិយាល័យចុះបញ្ជីអាពាហ៍ពិពាហ៍ទៅពិតមែនហាទៅចុះបញ្ជីចុះរឿងចុះបញ្ជីនេះគឺដូចគ្នាមិនមែនត្រឹមតែរឿងលេងសើចទេណាកុំមកគិតអ្វីផ្ដេសផ្ដាសជាមួយខ្ញុំទៀតទៅចុះបញ្ជីសិនទៅមិនបាច់ទេពួកយើងពិតមែនការរៀបការនេះជារឿងចៃដន្យសំខាន់គឺចិត្តពួកយើងចុះបញ្ជីគ្រាន់តែជាក្រដាសអូនមិនចង់បានខ្ញុំមែនទេរឿងនេះវាច្របូកច្របល់ពេកហើយកុំមកគិតអ្វីផ្ដេសផ្ដាសជាមួយខ្ញុំទៀតមិនក៏ខ្ញុំមានអារម្មណ៍ថាចាញ់បោកគេយ៉ាងនេះអុយភ្លេចទៅសៀវជុនសៀវជើពួកឯងភ្លេចខ្ញុំហើយមែនទេអញឆាប់ទៅសិនទៅអ្នកនាងប្រកាសថាថតឈុតនេះមែនសម្លៀកបំពាក់ខ្ញុំមិនស្អាតទេឬមានគំនិតច្នៃប្រឌិតថតបែបនេះចុះប្តីឲ្យតាពួកយើងទៅជួបជីតាពេលណាជីតាធ្លាប់ថាបើមានសម្បត្តិអាពាហ៍ពិពាហ៍ទើបអនុញ្ញាតឲ្យចូលចាំខ្ញុំឲ្យគេបើកកាត់ឲ្យអូនហើយយកលុយនឹងទៅប្រើចុះរៀងរាល់ខែនឹងមានជំនួយការផ្ញើអុយចាយវីឲ្យចុះខ្ញុំបើខ្ញុំសម្ដែងបានល្អតើលោកអាចពិចារណាបន្តកិច្ចសន្យាបានទេកិច្ចសន្យាមួយឆ្នាំខ្លីពេកចាំមើលការសម្ដែងរបស់អូនសិនបានតោះឥឡូវពួកយើងទៅផ្ទះទៅផ្ទះត្រកូលពោចត្រកូលអ្នកមានលេខ1មិននឹកស្មានថាផ្ទះធំស្កឹមស្កៃដល់ថ្នាក់នេះគ្មានអ្វីពិសេសទេអនាគតសុទ្ធតែជារបស់អូនមិនត្រឹមត្រូវទេមនុស្សមុខត្រចៀកនោះមិនបដិសេធទេឬគាត់ចេះនិយាយដែរហាចូលទៅសិនទៅអ្នកនាងស៊ូពីនេះទៅមុខជួបអ្នកស្រីកតអូជីជួបខ្ញុំដែរជំរាបសួរអ្នកស្រីមានរឿងអ្វីអាចចម្រើប្រាស់ខ្ញុំបានជានិច្ចមនុស្សក្រំបង្កប់បើធ្វើអីមិនល្អប្រាប់ខ្ញុំបានខ្ញុំនឹងដោះស្រាយឲ្យបានខ្ញុំដឹងហើយអរគុណខ្ញុំចេញពីផ្ទះមកមិនបានយកអីវ៉ាន់អ្វីមកសោះសម្លៀកបំពាក់ស្បែកជើងកាបូបគ្រឿងសម្អាងសរុបទៅទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំគឺនៅទីនេះអ្នកស្រីរងចាំបន្តិចខ្ញុំនឹងទៅរៀបចំឲ្យភ្លាមនឹកស្មានមិនដល់មែនទេជីវិតឯកជនពីថ្ងៃនេះខ្ញុំត្រឡប់មកវិញហើយជប់លាក់បាំងជប់កំប្រឹងហើយបណ្ដោយខ្លួនតាមធម្មជាតិនៅក្មេងបែបនេះចង់នៅតែក្នុងផ្ទះមែនទេខ្ញុំមិនធ្វើទេតាបងខឹងអូនមែនទេ
បូមាត់គេតែទំនាក់ទំនងល្អណាស់ទំនាក់ទំនងល្អអីមិនក៏គេថាខ្ញុំទៅមើលគេមិនមែនឲ្យគេមកលេងខ្ញុំទេខ្លាចណាស់អូនជាអីមិញមិនមែនថាអូនភ្លេចរបស់អ្វីមួយទេហាឥឡូវទើបនឹកឃើញខ្ញុំភ្លេចរបស់នៅកន្លែងថតរូបហើយក្នុងរយៈពេល2ម៉ោងដែលខ្ញុំពួកឯងមិនត្រឹមតែចុះបញ្ជីទេថែមទាំងមកនៅទីនេះទៀតបោកចារបស់ឯងត្រូវតែទទួលខុសត្រូវរឿងពេញមួយជីវិតក្នុងពេលដែលត្រូវរៀបការខ្ញុំត្រូវតែជ្រើសរើសមនុស្សដែលលោកគួរឲ្យទុកចិត្តជាងរៀបការជាមួយលីនយូខែណាក៏ត្រូវខាតលុយ100,000ចាយវាយរៀបការជាមួយក្មួយប្រុសលោកយ៉ាងហោចណាស់ក៏មានជួយគ្រួសារបានទៀតចុះអូននៅស្រឡាញ់លីនយូទេស្រឡាញ់មិនស្រឡាញ់អីអាមនុស្សចិត្តពីរនោះវាបដូរចិត្តយូរហើយទើបតែខ្ញុំទៅធ្វើជាស្រីតូចគេប្រាប់ខ្ញុំថាធ្វើជាស្រីតូចអាចទទួលយកបានទោះឯងមិនអាចទេគេចង់ធ្វើស្រីតូចមែនទេកុំរវីរវល់ជាមួយវាតែកំភ្លៀងវាពីរបីដៃក៏មិនស្កប់ចិត្តត្រូវតែបង្កាប់វាឲ្យបានក្រោយមកប៉ាខ្ញុំក៏បាត់បង់កិច្ចសន្យាមួយតែមួយដៃបាត់បង់ការងារមិនឡើយអុយមានសៀវជើធ្វើបាបវាបង្កាប់វាទៅធ្វើបែបនេះត្រកូលស៊ូធ្វើបាបអូនខ្ញុំទ្រាំមិនបានទេកុំស៊ូអីអ្នកនាងតូចកំពុងតែនៅកន្លែងសួនច្បារកំពុងតែឆ្លោះជាមួយអ្នកស្រីតូចអ្នកស្រីស៊ូឯងចេះធ្វើបែបនេះហាលោកម្ចាស់អ្នកនាងតូចប្រុសឯងជាមានជំងឺឆ្កួតហើយចុះមកកុំឲ្យគេវល់ជាមួយគ្នាមិនអីទេឥឡូវមានខ្ញុំមានក្មួយប្រុសខ្ញុំនៅទីនេះថ្ងៃក្រោយបើជួបទៀតបើគេធ្វើបាបអូនឲ្យទូរស័ព្ទមកហៅខ្ញុំទៅដោះស្រាយសៀវសៀតាក្មួយប្រុសលោកអាយុប៉ុន្មានមិនមែនជាងមែនទេ20ជាងបន្តិចយ៉ាងហោចណាស់មិនដល់30ផងក្មួយខ្ញុំជាមុនឧទាហរណ៍ជុំមិនសូវរវល់រឿងស្រីបើមិនដូច្នោះពូកែងក៏ស័ក្តិសមគ្នាអញគិតថាគាត់មិនចង់មានស្នេហារៀបការមែនទេកាហ្វេគេថាខ្ញុំមិននេះមែនទេមិនអាចទៅរួចទេប្រហែលជាប៉ះចំដោយអាចិតណាទេដឹងជីតានិយាយផ្ទាល់មកថាគាត់មិនចាប់អារម្មណ៍នរណាទេអញកុំបារម្ភគាត់ប្រកាសជាមិនបានតាំងចិត្តអញ្ចឹងខ្ញុំធូរចិត្តហើយបើមិនដូច្នោះចាំពួកយើងទៅលេងខាងក្រៅអញធ្លាប់ឃើញមាននរណាស្និទ្ធស្នាលជាមួយក្មួយប្រុសលោកទេខ្ញុំគិតថាហួចជាមនុស្សត្រង់ហួសម័យពេកហើយឃើញថាស្លៀកទៅស្រួលខ្លួនខ្ញុំក៏មិនថាអីសូមស្វាគមន៍ត្រឡប់មកផ្ទះកុំមកគិតអ្វីផ្ដេសផ្ដាសជាមួយខ្ញុំទៀតសៀវទូមនុស្សទៅណាអស់ហើយអ្នកស្រីថ្ងៃនេះទៅដើរផ្សារជាមួយអ្នកនាងសឹងឥឡូវគេសម្រាប់បាត់ហើយកុំមកនិយាយទៀតកុំមកគិតអ្វីផ្ដេសផ្ដាសខ្ញុំពិតជាញ៉ាំមិនចូលទេខ្លួនឯងខ្មោចលងពិតជាហួសចិត្តមែនខ្ញុំផ្ញើទៅឲ្យហើយរឿងធំរបស់ត្រកូលទុកមួយឡែកសិនសូមអរគុណជូនពរឲ្យផ្អែមល្ហែមត្រឡប់ទៅវិញទៅមិញនេះគេហៅខ្ញុំថាអ្វីខ្ញុំត្រឡប់មកវិញហើយគេថាខ្ញុំទៀតមិនអាចទៅរួចនេះជារឿងកុហកនេះជាអាពាហ៍ពិពាហ៍คล้ายស៊ឿនស៊ីយូឲ្យស៊ឿនស៊ីយូអញពិតជាខ្លាំងមែនដល់ថ្នាក់ហ៊ានគិតអាក្រក់លឿនក៏ត្រកូលពោមានគុណលើខ្ញុំណាស់ពាក្យចាស់ថាសងគុណវិញខ្ញុំមិនអាចធ្វើរឿងអាក្រក់ដាក់អ្នកមានគុណបានទេមិនក៏មានស្លាកស្នាមច្រើនម៉េះឬក៏ផ្ទះត្រកូលអូមានសត្វល្អិតខំធំម្លេះមិនត្រូវទេនៅទីនេះឯណាសត្វល្អិតមេផ្ទះហ្វូអ្នកស្រីមានអ្វីប្រើប្រាស់ខ្ញុំក្នុងបន្ទប់គេងខ្ញុំមានសត្វល្អិតខំពេញខ្លួនអញចាំឲ្យគេសម្អាតផងបាទអ្នកស្រីខ្ញុំនឹងឲ្យគេសម្អាតបន្ទប់ភ្លាម
ខ្ញុំទៅក្មួយប្រុសផ្ទះគេស្អាតណាស់ផ្ទះយើងមិនដែលមានទេមិននឹកស្មានថាផ្ទះអ្នកមានក៏មិនស្អាតដែរបេះដូងមិនល្អចិត្តមិនល្អនិយាយទៅឯងនៅទីនេះនឹងប៉ះជាមួយអ្នកនាងធំមែនទេខ្ញុំក៏អាចនាំមិត្តភក្តិមកបានដែរពួកយើងសន្យាហើយម្នាក់មិនជ្រៀតជ្រែកគ្នាឯងនាំមកក៏ខ្ញុំនាំមកយប់មិញខ្ញុំយកសព្វថាពោជិនយានត្រឡប់មកថាប់ខ្ញុំអូនមើលចុះនេះមិនមែនជាស្នាមថាប់ទេឬក៏សត្វល្អិតខាំពិតជាមានស្នាមមែនអូនមើលសិនសត្វល្អិតខាំមែនទេហើយអ្វីក៏ប្រកាសម្លេះស្នាមថាប់មិនស្គាល់ទេហាឯងមិនដែលទទួលបានស្នាមថាប់មែនទេកុំប្រាប់ថាឯងមិនដែលថាប់ជាមួយគេផងបាទខ្ញុំធ្លាប់ខ្ញុំធ្វើឲ្យឯងចំណាយនឹងណាសៀវយូនៅចុងសាច់ខ្ញុំទៀតរឿងការងារស៊ូកុងឯងចេះហើយប៉ាខ្ញុំអាក្រក់ណាស់ស៊ូខ្ញុំពីការងារថាបើរៀបការហើយឲ្យទៅធ្វើការសំណងឲ្យពួកយើងយកលុយទៅទិញអំណោយឲ្យគេខ្ញុំបួគេទិញវិញម៉ាក់ខ្ញុំទៀតចេះតែនិយាយមិនល្អជាមួយប៉ាខ្ញុំខ្លាំងជាងនេះឲ្យខ្ញុំផ្ញើលុយឲ្យគាត់រៀងរាល់ខែតើគាត់គិតថាខ្ញុំអាចរកលុយបានមែនទេប៉ាខ្ញុំទូរស័ព្ទមកហើយពួកឯងឆាប់មកនេះអ្នកស្រីមានអ្វីប្រើប្រាស់សៀវសៀកុំញ៉ាំអីខ្ញុំរកការងារធ្វើបានហើយឯងកុំប៉ាអើយពួកឯងជាអីហ្នឹងស្លៀកពាក់អីទៅធ្វើជាអ្នកបម្រើគេមែនទេពួកឯងញ៉ាំអីទៅមនុស្សម្នាក់នោះធ្វើជាអ្នកបម្រើគេមែនទេពេលលាងចានពេលព្រឹកធ្វើចានម្ចាស់ផ្ទះបែកហើយគេពីណីខ្ញុំធ្វើចានរົບអ្នកម្ចាស់ផ្ទះបែកធ្វើអីហ្នឹងខ្មោចលងស្លន់ស្លោបែករបស់ម្ចាស់ផ្ទះព្រឹកនៅហ៊ានដល់មកទៀតថ្ងៃនេះពួកឯងលូកជង្គង់នៅទីនេះគ្មានអាហារញ៉ាំទេស៊ូកៃឯងពិតជាអាក្រក់ណាស់បង្ខំឲ្យយើងធ្វើបែបនេះឥឡូវនឹងហើយខ្ញុំត្រូវគេធ្វើបាបនៅខាងក្រៅលូកជង្គង់នៅទីនេះគួរតែចាក់ចេញទៅសិនមិនមែនមិនចង់ចាក់ចេញទេតែមិនដឹងទៅណាគិតលើខ្ញុំទៅពួកយើងមាននៅបើកមើលគេអត់មានលុយសំបីតែមួយសេនគួរឲ្យអាណិតណាពិតជាសំមុខមែនលែងហ៊ានហើយពួកយើងមិនហ៊ានទៀតទេចង់វីក៏វីខ្ញុំទៅកុំធ្វើបាបកូនខ្ញុំអ្នកណាហ៊ានធ្វើបាបកូនស្រីខ្ញុំប៉ាម៉ាក់មិនបាច់និយាយទេខ្ញុំសិនហើយធានាថាខ្ញុំនឹងរកលុយបានទៅជួបពួកប៉ាម៉ាក់ស៊ូកៃឯងណែណាម៉ាក់ទៅឥឡូវនេះហើយលោកស៊ូមកដល់ហើយលោកស្ដាប់ខ្ញុំចុះរឿងនេះមានល្បិចពួក VP អ្នកបង្កើតរឿងជឿខ្ញុំចុះតាំងពីតូចដល់ធំខ្ញុំមិនដែលវីគេសំបីម្ដងមិនក៏គេត្រូវគេវីបានមានតែគេវីគេទេលើកមុនគេតែកំភ្លៀងក្មេងត្រកូលលីនស្ទើរតែស្លាប់ភ្លេចហើយមែនទេខ្ញុំនឹងឲ្យឯងល្ងងបន្តទៀតចាំជឿមែនទេមិញនេះខ្ញុំនៃអ៊ីខ្លាំងពេកមែនទេសុំទោសពួកឯងធ្វើបានល្អណាស់ក្រោយមកខ្ញុំនឹងឲ្យបងស្រីខ្ញុំផ្ដល់រង្វាន់ឲ្យហេតុអ្វីបានជាតិរើបងស្រីអ្នកស្រីផ្ដល់រង្វាន់មិនអាចប្រាប់គេថាខ្ញុំហៅពោជីនយានថាបងស្រីទេនៅទីនេះទាំងអស់អសរនេះប៉ាខ្ញុំរៀបចំកាន់តែស្អាតកាន់តែល្អចប់ហើយខ្ញុំត្រូវប្រញាប់ផ្ញើទៅឲ្យមិត្តភក្តិខ្ញុំស៊ូកៃធ្វើបែបនេះពិតជាបានមែនទេប្រាកដណាស់
អត្ថបទថាជីវិតអ្នកធ្វើការខ្សែធនហើយសូមផ្ញើលុយមកជឿជាក់ចុះកូនស្រីខ្ញុំទទួលបានការងារនៅក្នុងត្រកូលអ្នកមានប្រតិបត្តិការបញ្ចប់ដោយជោគជ័យផុសនេះមានន័យដូចម្ដេចគេចូលចិត្តសម្ដែងប្រហែលជាអ្នកស្រីចូលចិត្ត cosplay រកប្រពន្ធមិនឃើញទេឬផុតកំណត់ដែលខ្ញុំកំណត់ហើយថ្ងៃនេះត្រឡប់ទៅផ្ទះចុះបញ្ជីហើយយប់នេះត្រឡប់ទៅញ៉ាំបាយយប់នេះទៅផ្ទះចាស់ជួបជីតាយប់នេះខ្ញុំត្រឡប់ទៅជួបលោកហើយរឿងមួយទៀតថ្ងៃក្រោយកុំធ្វើបែបនេះទៀតមើលទៅល្ងងណាស់មានន័យថាម៉េចរឿងក្រមុំមាត់នឹងមិនខ្វល់ទេគេងមួយ Dixon នឹកខ្ញុំទេថ្ងៃក្រោយយើងធ្វើបែបនេះទៀតតើបានទេល្អទៅចុះខ្ញុំមកហើយស៊ូកៃអញស្លៀកឈុតឆេផៅមិនក៏មិនប្រាប់ខ្ញុំមួយម៉ាត់ពួកយើងខុសគ្នាច្បាស់ពេកហើយខ្ញុំរៀបការហើយចំពោះមុខអ្នកចាស់ទុំកុំឲ្យហួសហេតុពេកយប់ស្អែកចាំខ្ញុំឯងនាំខ្ញុំទៅផឹកស្រាថ្លៃបំផុតនៅត្រកូលស៊ូរៀបចំរបស់របរនៅនាងទូចឲ្យអស់ឲ្យនាងចាក់ចេញមុនម៉ោង 8 ព្រឹកអញនឹងងមែនទេស៊ូកៃនៅទីនេះមើលប្រពន្ធបានចុះខ្ញុំហេតុអ្វីមិនបាននាងជាប្រពន្ធខ្ញុំអញចង់ទៅរកអ្នកណាក៏ទៅចុះហើយមួយទៀតយប់នេះជាកម្មវិធីជួបអ្នកចាស់ខ្ញុំមិនបានអនុញ្ញាតឲ្យអញចូលរួមទេក្មួយប្រុសលោកមិនក៏អាក្រក់ម្ល៉េះគ្មានយុត្តិធម៌ទេស៊ូកៃញ៉ាំមិនច្រើនទេឯងនៅទីនេះក៏ដេកសម្រាប់ទៅពួកយើងនៅទីនេះដេកសម្រាប់មិនបានហាបែបនេះគេនឹងឃើញប្រពន្ធខ្ញុំមិនខ្វល់ទេទៅចុះដេកលក់ហើយមែនទេមិនដេកទេចាំរឿងចប់សឹមខ្ញុំនាំទៅដេកចិត្តខ្ញុំមិនល្អពួកឯងមើលលើក្រែខ្ញុំសត្វល្អិតមែនទេជាសត្វល្អិតមែនទេមិនមែនទេសុំទោសកុំខឹងអីប្តីឲ្យខ្ញុំមិនគួរថាផ្ទះលោកមានសត្វល្អិតទេលោកតាលោកយាយអ្នកនាងនេះជានរណាផ្ទះពួកលោកមានមនុស្សច្រើនម្ល៉េះមនុស្សគ្មានការអ្វីទេកុំទៅរវល់នឹងគេអូនមកតាមខ្ញុំទៅជួបជីតាអាយុនមិនក៏ពិតជានាំក្មេងស្រីម្នាក់មកមិនមែនមកលេងហាជីចៅប្រសាររបស់លោកខ្ញុំនាំមកឲ្យហើយជីតាសួស្ដីពួកយើងធ្លាប់ទូរស័ព្ទនឹងគ្នារួចហើយនេះជាអំណោយដែលខ្ញុំជ្រើសរើសដោយខ្លួនឯងសង្ឃឹមថាជីតាចូលចិត្តអាយុនឯងពិតជាហ៊ានយកនារីម្នាក់មកមែនទេលោកមើលចុះខ្ញុំដូចក្មេងស្រីទេក្មេងស្រីម្នាក់នេះឆ្លាតណាស់ជីតាជាលើកដំបូងដែលឃើញក្មេងពួកឯងរៀបការពិតមែនហាខ្ញុំស្មានថាអាយុនចេះតែលេងសើចនឹងចាស់ចរាចរិតដូចគាត់តើទៅរកនារីពីណាបាននរណាចង់បានគាត់នេះជាប៉ាម៉ាក់ខ្ញុំមែនទេប៉ាម៉ាក់បើមានអ្វីដែលខ្ញុំធ្វើមិនល្អសង្ឃឹមថាអ្នកទាំងពីរយល់ព្រមចូលចិត្តញ៉ាំអីប្រាប់ទៅប៉ានឹងធ្វើឲ្យញ៉ាំមនុស្សខ្លះកុំគិតថាចូលត្រកូលពោះហើយនឹងមានក្តីសុខមិនមែនទេអ្នកណាឲ្យឯងនាំមនុស្សក្រៅចូលមកប្រហែលជាប្អូនជីដូនមួយរបស់សៀវស៊ីហើយតាំងពីតូចមកតែងតែឆ្លោះនឹងខ្ញុំគឺយាយអញដែលធ្វើបាបខ្ញុំចូលមន្ទីរពេទ្យរហូតដាច់គ្មានពីនាងពិតជាចង្រៃណាស់មនុស្សនោះគឺអញមែនទេប្តីឲ្យជួយអូនផងចង់ស្លាប់មែនទេចេញទៅសុំទោសស៊ូកៃភ្លាមបងថ្លៃនិយាយអីហ្នឹងឲ្យកូនប្រសាខ្ញុំសុំទោសនាងពួកឯងពិតជាមិនដឹងឋានៈខ្លួនទេខ្ញុំគ្រាន់តែប្រាប់ថានាងធ្វើឲ្យកូនប្រសាខ្ញុំភ័យខ្លាចឲ្យនាងសុំទោសកូនប្រសាខ្ញុំអរគុណម៉ាក់យុនស៊ីនអូនឆាប់សុំទោសបងទៅម៉ាក់និយាយហើយលោកតាលោកសាក់ឆែកមើលថាពិតឬមិនពិតខ្ញុំពិតមែនបងពោបងរៀបការជាមួយនាងចុះខ្ញុំយ៉ាងណាក្មេងនឹងចង់យ៉ាងណាខ្ញុំនិយាយជាលើកចុងក្រោយចេញទៅបិចក៏មិនទាន់នាំនាងទៅឬចង់ឲ្យខ្ញុំអញ្ជើញអ្នកនាងយុបជាអ្នកចេញទៅពិតមែនហា
ឆែកក្នុងប្រព័ន្ធបានពួកយើងទើបចុះបញ្ជីម្សិលមិញអ្នកនាងយូប្រញាប់ចង់អីមិនបាច់ទេត្រកូលពួកខ្ញុំមិនត្រូវការអំណោយរបស់នាងទេឯងមេផ្ទះជូនចាក់ចេញសុំទោសខ្ញុំរំភើបពេកហើយអ្វីដែលកន្លងផុតទៅខ្ញុំក៏មានកំហុសដែរកុំប្រកាន់អីហើយមានមេក្មេកទៅមានមីក្មេកយល់ហើយខ្ញុំក៏មិនប្រកាន់ពួកឯងដែរមនុស្សត្រូវតែចិត្តទូលាយគ្រួសារតែមួយលើកក្រោយនាំស៊ូកៃទៅសិនម៉ាក់មានអំណោយឲ្យនេះជាលើកទី1ដែលមកមិនហ៊ានទទួលអំណោយទេមិនក៏មិនហ៊ានអញមិនដឹងទេម៉ាក់ចូលចិត្តអញថ្លៃគ្រឿងអលង្ការគ្រប់ពេលសុទ្ធតែជាទ្រព្យដែលម៉ាក់ប្រគល់ឲ្យកូនប្រសាមិនឲ្យអញឲ្យអ្នកណាមិនមានអំណោយឲ្យខ្ញុំមែនទេបានខ្ញុំទិញមកសម្រាប់កូនប្រសាខ្ញុំបើអញចង់បានអាចសុំបានទៅរកយាយអញទៅលោកតាមានមីក្មេកមានអំណោយចុះខ្ញុំហេតុអ្វីគ្មានគឺគ្មានតើមកសួរនាំច្រើនយ៉ាងនេះអញធ្វើអ្វីសុំទោសមនុស្សចង្រៃមិនមែនអញថាជួយខ្ញុំដេញតាមបងប្អូនទេហាបើមិនដូច្នោះអញគិតថានារីបែបនេះអាចចូលភ្នែកខ្ញុំមែនទេខ្ញុំបង្ខំចិត្តទេបើពួកយើងត្រូវគេដេញចេញមិនបាត់បង់ឱកាសមែនទេសាកល្បងមើលសិនថ្ងៃក្រោយកុំនិយាយពីសត្វល្អិតនោះទៀតមានមីក្មេកឆ្លៀតពេលមិនទាន់ញ៉ាំបាយខ្ញុំនាំអ្នកទៅមើលជុំវិញទីនេះអញមិនខ្លាចមិត្តភក្តិឯងខឹងទេហាខឹងយ៉ាងណាអញចុះបញ្ជីជាមួយក្មួយប្រុសលោកហើយគេក៏អស់ចិត្តដែរព្រោះអញនៅក្រុងឈូតូពួកយើងនឹងជួបគ្នាហើយរឿងសៀវសៀនោះជារឿងកាលពីប៉ុន្មានឆ្នាំមុនទៅហើយអញកុំខឹងអីទៅចុះទៅមើលខាងក្រៅទៅមេផ្ទះអញបញ្ជូនគេទៅប្អូនថ្លៃក្មេងស្រីម្នាក់នេះជានរណាមិនក៏អាយុនរៀបការស្ងាត់ស្ងៀមម្លេះមិនមែនមកបបលួយត្រកូលយើងដែលមានទ្រព្យសម្បត្តិច្រើនទេឬមួយទៀតគ្រប់គ្រាន់ហើយទោះជាយ៉ាងណាក៏ដោយក៏នាងជាកូនប្រុសអាត្រកូលពុកមិនមែនជាវេនរបស់មនុស្សក្រៅមកនិយាយដាំទេអ្នកស្រីនៅសួនផ្កាពួកយើងមើលយ៉ាងដិតដល់នឹងមិនឲ្យអ្នកស្រីខាត់បងអ្វីលើសិនស៊ីយូប្រាប់ឲ្យត្រង់ទៅការហែងមកនេះគឺចង់ប្រាប់ថាកុំគិតថាប្រើវិធីអាក្រក់ចុះបញ្ជីជាមួយក្មួយប្រុសខ្ញុំនឹងខ្លាចជាអ្នកស្រីពុកពិតមែនក្មួយប្រុសខ្ញុំក្រអន់តែចង់លេងសាច់បន្តអិចបន្ទូចប៉ុណ្ណោះចង់ឬមិនចង់ឯងមិនមែនអ្នកសម្រេចទេបើមិនដូច្នោះទៅសួរខ្លួនឯងចុះថាពុជិនយាននឹងរៀបការជាមួយឯងពេលណាគ្មានអ្វីអស្ចារ្យទេការដែលគាត់ស្រឡាញ់ខ្ញុំគាត់ថ្នមខ្ញុំណាធ្លាប់ញ៉ាំបន្លែបែបឯងមែនទេប្លែកណាស់ប្តីខ្ញុំនិងខ្ញុំស្រឡាញ់គ្នាទៅវិញទៅមកឯងមើលអ្វីឯងខ្ញុំនិងបងប្អូនឪជាមួយគ្នាជាយូរមកហើយកាលនោះពួកយើងស្និទ្ធស្នាលគ្នាអ្វីគ្រប់យ៉ាងដែលគាត់ធ្វើឲ្យខ្ញុំគាត់យកចិត្តទុកដាក់ណាស់ឯងមិនអាចប្រៀបផ្ទឹមបានទេសៀវយូឲ្យឯងគិតថាខ្ញុំល្ងងមែនទេជូតមាត់ឲ្យស្អាតសិនទៅចង់មកកុហកខ្ញុំបងស្រីឲ្យកុំមកកុហកទៀតអីអញធ្វើអ្វីនារីអាក្រក់ម្នាក់នេះហ៊ានសម្លុតខ្ញុំអញមិនខ្លាចថាខ្ញុំមិនលើកលែងអាយ៉ងទេឬកុំមកនៅទីនេះកន្លែងនេះមិនសុវត្ថិភាពទេអ្វីទៅអញហ៊ានសាច់មែនទេបងប្អូនក្រៅពីខ្ញុំគ្មាននរណាមានសិទ្ធិចូលត្រកូលនេះទេអ្វីដែលខ្ញុំមិនបានឯងក៏គុំសង្ឃឹមថានឹងបានផ្ដល់មុខឲ្យអញហើយនឹងណាជួយផងអញកុំវាខ្ញុំអញខ្លាចណាស់អញមិនមែនជាមនុស្សទេចូលចិត្តវាគេតែហ៊ានមកបង្កហេតុជាមួយខ្ញុំអញមិនចង់រកការជិះចាប់មែនទេព្រមមានអញថ្ងៃក្រោយកុំមករកឆាញ់ជាមួយខ្ញុំហើយកាន់តែមិនត្រូវរវល់នឹងស៊ូកៃប្រគល់ឲ្យអញចុះសូមសួរថាតើត្រូវទៅជួយសង្គ្រោះអ្នកស្រីទេសួស្ដីយុនស៊ីននិងយូស៊ីវជីមិនដឹងហេតុអ្វីឆ្លោះគ្នានៅក្នុងសួនខ្លាចណាស់កុំខ្លាចមនុស្សមិនចេះដឹងនេះមិនក៏ហ៊ានបង្កហេតុជាមួយអ្នកនាងយូបន្តិចទៀតត្រូវឲ្យនាងលុតជង្គង់សុំទោសអ្នកនាងយូមិនអីទេមែនទេម៉ាក់
ដំបូងឡើយខ្ញុំគិតថាពួកគេចង់ទៅដើរលេងគ្រួសារតែមួយខ្ញុំក៏មិនចង់បោកកាន់រឿងចាស់ទៀតដែរតែស្រាប់តែខ្ញុំចេញទៅពួកគេក៏និយាយថាឯងធ្លាប់មានទំនាក់ទំនងជាមួយយូស៊ីហ្វឈីរហូតដល់ស្នាក់នៅជាមួយគ្នាគ្មានរឿងនេះទេពួកគេគ្រាន់តែនិយាយដាំទេអូយុនធ្លាប់នៅជាមួយនាងមិនក៏អាចទៅរួចតែគេមានរូបថតតើមានរឿងអ្វីអញទៅនិយាយឲ្យច្បាស់ជាមួយបងស៊ូទៅគាត់ធ្លាប់អាក្រក់ដល់ថ្នាក់គេងជាមួយស្រីផ្សេងមែនទេធ្វើអ្វីឲ្យបងពន្យល់កុំអីបងខ្ញុំជឿបងខ្ញុំទៅខាងក្រោមជាមួយម៉ាក់សិនមិនបាច់ខ្លាចទេជីតាពួកគេតែងតែសង្ស័យថាពួកយើងរៀបការខ្លាំងខ្លាយមិញនេះអីទៅខ្ញុំសម្ដែងមិនសូវបានល្អទេស្ទើរតែបាច់ឃ្លីហើយតែងតែធ្វើឲ្យពួកគេមើលនិយាយពីការស្រឡាញ់គ្នាកាន់តែឥតប្រាកដបិទមាត់វាហើយបោះវាចេញឲ្យត្រកូលយំដឹកទៅកុំមកស្រែកឯកឯងនៅទីនេះធ្វើឲ្យអ្នកស្រីតូចភ័យខ្លាចពោចិនយានឯងនិយាយពីសាច់ឆ្កែមែនទេហេតុអ្វីបានជាឯងជីតាស៊ូនិងពួកគេកំពុងតែស្ដាប់សំទោសអូយគ្រូសាលោកពិតជាចម្លែកមែនមិនអាចធ្វើអីបានពួកគេមិនជឿថាខ្ញុំចាប់អារម្មណ៍នឹងស្រីអញថ្ងៃក្រោយកុំថាប់អ្នកណាទៀតអញត្រូវថាប់ខ្ញុំតែម្នាក់ឯងសម្ដែងក៏មិនបានមានតែអូនម្នាក់គត់អញ្ចឹងបានក៏រឿងថាប់នេះមិនបាននិយាយទុកមុនទេត្រូវបន្ថែមលុយរៀងរាល់ខែបន្ថែមចំនួននេះសហការម្ដងទៀតខ្ញុំនឹងបន្ថែមឲ្យបានប៉ុន្តែឯងមិនអាចឆាប់ខ្ញុំទៀតទេតើបានទេឯងពិតជាអាក្រក់ណាស់អូយប្តីឲ្យមិនទាន់បានញ៉ាំបាយទេមិនក៏ហត់ម្លេះអ្នកស្រីពោការងារនេះពិបាកធ្វើណាស់ខ្ញុំប្រមានទុកមុនហើយត្រូវត្រឡប់ទៅកិច្ចសន្យាវិញកុំមកទីនេះហើយរឿងបន្ថែមទៀតត្រូវប្រាប់ខ្ញុំជាមុនរឿងងាយខ្ញុំនឹងឲ្យឥតគិតថ្លៃបើការងារធ្ងន់ត្រូវបន្ថែមលុយខ្ញុំជាអ្នករកការងារធ្វើមិនធ្វើការងារឥតគិតថ្លៃទេអូនមិនចង់បានខ្ញុំមែនទេពួកយើងទៅញ៉ាំបាយពេលរសៀលចុះធានាថាខ្ញុំជាបុគ្គលិកដែលមានសមត្ថភាពនិងបំពេញការងារបានល្អមុខម្ហូបនេះឆ្ងាញ់ណាស់អូនសាកញ៉ាំមើលមួយចាននេះល្អទេខ្ញុំចូលចិត្តញ៉ាំវាណាស់កុំមកគិតអ្វីផ្ដេសផ្ដាសជាមួយខ្ញុំទៀតឯងញ៉ាំមិនបានទៀតទេមែនទេញ៉ាំរួចហើយរសជាតិល្អណាស់អរគុណប្រពន្ធឲ្យចុះឯងចង់ញ៉ាំអ្វីទៀតទេខ្ញុំមិនទៅណាទេញ៉ាំអ្វីដែលអូនធ្វើគឺល្អបំផុតហើយឯងជប់នឹកដល់បងទៀតទៅគេងខាងស្ដាំទៅបងដេកខាងឆ្វេងបងជាប្រុសពេញលក្ខណៈមិនមែនក្មេងទៀតទេជីវិតនេះជារបស់បងហើយបងមិនអាចដេញអូនចេញបានទេអូនគ្មានកន្លែងទៅណាទៀតទេបងដេកទីណាបងមិនដេញទេបងមិនទៅណាទាំងនោះប៉ាមិនឲ្យអូនទៅណាទេមិនឲ្យចេញទៅណាឡើយធ្វើខ្លួនឲ្យល្អទៅយើងទាំងពីរចិញ្ចឹមគ្នាទៅបងម្នាក់ឯងវានៅតែឯងពេកមកនេះអបបងបន្តិចមកបានហើយប៉ុន្មានថ្ងៃនេះឲ្យគេចេញទៅរកការងារធ្វើសិនត្រូវតែរកការងារធ្វើបងមិនមែនជាប៉ាគេទេធ្វើតាមនឹងចុះ
បងទៅរកការងារជាមួយស៊ីស៊ីយើងនឹងស៊ូទ្រាំការងារនោះមានន័យណាបងគ្រប់គ្រងបងនឹងឲ្យគេជួយសួរឲ្យគេទទួលយកមនុស្សមែនទេបងមិនបាច់ខ្វល់ទេលុយចាយវីដែលបងសន្យាគេរៀបចំឲ្យហើយទុកលើទៅក្នុងបន្ទប់ហើយបងមិនញ៉ាំបាយទេណាបងទៅដើរលេងជាមួយស៊ីសៀស៊ីវឈឺទៅបាត់ហើយបងនៅទីនេះធ្វើអីទៅនេះមិនមែនជាកាត់គ្មានដែនកំណត់កុំអន់ពេកកាត់នឹងមានលុយច្រើនណាស់បងចង់បានមួយនេះទិញឲ្យអូនមួយដែរអូនយកខ្សែដៃតម្លៃ 12,000 ហ្នឹងបើអញ្ចឹងខ្ចប់ទាំងអស់ទៅអ្នកណាគេមិនឃើញថាពួកយើងកំពុងទូទាត់ទេឬងឹតភ្នែកមែនទេចុះបើដឹងហើយសម្រួលចុះអ្នកនាងយូសូមអង្គុយចុះខ្ញុំនឹងឆុងតែជូនភ្លាមអ្នកនាងយូខ្ញុំថាអ្នកនាងឈួតហើយជាអ្នកនាងធំមិនធ្វើមកដណ្ដើមរបស់គេត្រកូលយូមានចំណងចម្លែកមែនទេត្រកូលសិនត្រកូលយូគ្រាន់តែដកដង្ហើមក៏ធ្វើឲ្យពួកឯងស្លាប់បានដែរយ៉ាងហោចខ្ញុំសប្បាយចិត្តបើមិនពេញចិត្តខ្ញុំអាចជាខ្លាំងជាងនេះទៀតប្តីខ្លួនឯងមិនចេះមើលថែមកឈួតអីទីនេះខ្សែដៃ20,000ក៏ដណ្ដើមដែរឃើញតែរបស់ថោកទាបបែបនេះគ្រាន់តែចង់ប្រាប់ថាខ្សែដៃនេះថ្លៃទិញមិនរួចទេរួចហើយឯងនិយាយថាអីគ្មានអ្នកណាកាត់អីកាត់អីកៅតែធ្លាក់បែករលាកទេមានរឿងអីអ្នកគ្រប់គ្រងនៅណាហៅមកនេះអាមួយនេះជានរណាលីងយូសង្សារចាស់ឯងដណ្ដើមរបស់ខ្ញុំថែមទាំងជេរនឹងចង់វាខ្ញុំទៀតតើបងគិតថាឲ្យនាងសុំទោសយ៉ាងណាទើបល្អឲ្យនាងលុតជង្គង់លើកៅបែកនេះសុំទោសឬកាត់មាត់ដែលចេះតែជានេះឆាប់ឲ្យលីងយូលូជង្គង់សុំទោសពិតមាត់នេះមិនមែនជាឡានឆឹងទេឯងគ្មានតម្លៃវិចំពោះមុខអ្នកនាងយូឡើយពួកយើងមិនប្រកាន់ទេឯងជាអ្នកណាប្រកែកជាមួយមនុស្សបែបនេះធ្វើឲ្យខូចកេរ្តិ៍ឈ្មោះយើងឆុងតែថ្មីឲ្យខ្ញុំឈប់នឹកដល់បងទៀតទៅបងនឹងលុតជង្គង់មើលចុះមានឬអត់ប្រុសដែលឯងស្រឡាញ់ខ្លាំងគឺគ្រាន់តែជាឆ្កែនៅមុខយើងចុះឯងដែលត្រូវឆ្កែនេះបោះបង់ចោលលើឈឺចាប់ទេធ្ងន់ណាស់ស៊ីបងឈឺចិត្តណាស់មកបងមើលបន្តិចពិតជាគួរឲ្យអាណិតមែនរូបថតយើងទាំងពីរស្អាតណាស់ដូចបងប្អូនបង្កើតមែនតោះបងទៅទូទាត់លុយឲ្យទូទាត់ទៅអ្នកនាងយូកំពុងរវល់ហ៊ានមកដណ្ដើមគ្រឿងអលង្ការពីពួកយើងទៀតចាំឱកាសក្រោយធ្វើឲ្យវាដូចគ្នាឯងចង់ធ្វើអីបានខ្ញុំទៅទិញមកឥឡូវនេះអ្នកនាងសុំទោសកាត់របស់អ្នកនាងលុយមិនគ្រប់ទេមិនទៅបានមិនអាចទេឯងច្រឡំហើយខ្ញុំមានលុយចូលអឿនជាងត្រកូលយូទៀតពិតជាលុយមិនគ្រប់មែនពួកឯងធ្វើឲ្យយើងខាតពេលជាច្រើនម៉ោងតែគ្មានលុយទូទាត់មែនទេទោះជាយើងយកចិត្តទុកដាក់លើសេវាកម្មមកក៏ដោយតែគ្មានលុយហើយមកដណ្ដើមអីធ្វើឲ្យយើងខាត់ពេកមិនទិញទេមែនទេមកបន្ទោសថារសជាតិយើងមិនល្អគ្មានលុយដើរលេងបានតែមិនអាចធ្វើបាបគេបានទេពួកឯងពងខ្ពស់ណាស់មែនទេរឿងរបស់ពួកឯងទេអួតអាងរាល់ថ្ងៃទៅឲ្យឆ្ងាយទៅមិនដែលជួបមនុស្សបែបនេះទេមនុស្សស្មើគ្នាទេកុំធ្វើខ្លួនខ្ពង់ខ្ពស់ពេកអតិថិជនជាព្រះតែមិនមែនឲ្យធ្វើបាបគេទេឯងជាគេថាជាខ្ញុំបំរើទៀតឈប់ឈួតទៅសិនស៊ីយូឯងហ៊ានវីលីនយូឯងមិនចង់រស់ហើយមែនទេនាងមិនបានប្រាប់ទេមែនទេតែនាងចូលពេទ្យគឺព្រោះខ្ញុំឯងជាប្រុសមែនទេជាប្រុសទិញខោអាវឲ្យនាងទៅមិនល្អទេដឹងត្រកូលលីនកំពុងរងចាំការវិនិច្ឆ័យអុកពីត្រកូលយូឯងគិតមើលទៅ
អាចោហ៊ានលួចវីខ្ញុំទូរស័ព្ទរបស់ពូគាត់ហៅធ្វើអីកុំទទួលល្អជាងភ្លុកចោលទៅបងក៏ភ្លុកដែរពួកយើងជាបងប្អូនត្រូវតែដូចគ្នាចុះអ្នកណាជួយយើងគ្មានលុយជួលមេធាវីទេមិនបាច់ទេទៅដេកក្នុងគុកសិនទៅគ្មានលុយហើយគំនិតល្អទៅដេកក្នុងគុកសិនទៅប៉ូលីសមើលចុះនាងម្នាក់នេះអាក្រក់ណាស់មកបង្ករឿងជាពួកយើងអ្នកនាងយូរជាមួយលោកលីនមិនបាននិយាយអីផងនាងក៏វីគេថែមទាំងចង់សម្លាប់គេទៀតប៉ូលីសចាប់នាងទៅអូយឈឺណាស់អ្នកនាងយូរវីគេពិតមែនឃើញហើយមែនទេសឺបាវបងស្ដាប់អូនបកស្រាយសិនមិនបាច់ទេបងខឹងខ្លាំងណាស់ចង់បានខាងណាខាងឆ្វេងឬស្ដាំបងចង់លេងលេះជាមួយអូនបងខ្លាចអូនចូលគុកទៀតតោះទៅធ្វើពាក្យលេងលេះបងចង់លេងលេះមែនទេបងមិនយកលុយអូនទេសឺបាវនេះជាកាត់ខ្មៅរបស់បងឲ្យអូនទៅចង់ទិញអីក៏បានមិនយកទេកាត់នោះមិនមែនសម្រាប់អូនទេបងយកច្រឡំហើយបងស្មានតែអូនចង់បានតែ 3,000 ក្នុងនឹងមានប៉ុន្មាន 8,000 អូនស្មានតែ 3,000 ច្រើនហើយសឺបាវរបស់អូនពិតជាសន្សំសំចៃមែនអូ3លានមែនទេអញ្ចឹងកាត់ខ្មៅនេះជាសំណងចុះបងគ្មានតម្លៃតែ 3,000 ទេកាត់នេះគ្មានដែនកំណត់មែនទេមិនអីទេសឺបាវចូលចិត្តគឺល្អហើយថ្ងៃក្រោយចង់ទិញអីក៏បានអញ្ចឹងកាត់ដែលបងឲ្យមុននេះគឺយកច្រឡំមែនទេឥឡូវកាត់ខ្មៅនេះអូនអាចចាយបានមែនទេមែនហើយថ្ងៃក្រោយចង់ទិញអីក៏បានគុំអញ្ចឹងក៏បានដែរជូតកាត់នេះឲ្យស្អាតផងជូតរួចហើយខ្លាចអ្វីទៀតបងកុំធ្វើចឹងអីយើងសន្យាហើយថាជាការរៀបការខ្លែងខ្លាយឲ្យលុយបងមិនទាន់យល់ព្រមអូននេះទេបងនឹងផ្ញើលុយឲ្យច្រើនបងមិនទាន់យល់ព្រមទេគិតថាផ្ញើលុយជួយអាចដោះសាររ៉ូប៊ីនមែនទេនៅធ្វើជាក្មេងទៀតមែនទេតែអូននៅហាងទិញអីវ៉ាន់សង្សារអ្នកនាងយូមានរឿងអីត្រកូលយូមិនខ្វះលុយទេឲ្យគាត់សម្រាប់ព្យាបាលទៅរឿងត្រកូលយូជាមួយបងមិនពាក់ព័ន្ធទេពាក់អាវក្រាស់ទៅអាកាសធាតុត្រជាក់កុំឲ្យឈឺជើងពេលចាស់ទៅបងដូចប៉ាអូនអញ្ចឹងកុំតាមគ្រប់គ្រងអូនពេករបួសនេះកាត់ឡើងពេលណាមិញវាគ្នាមែនទេប្រហែលជាមិញនេះហើយបងធ្វើអីឈប់នឹកដល់បងទៀតទៅពួកឯងកំពុងធ្វើអីជើងអូនជឿអស់ហើយពួកឯងនៅតែក្នុងឡានសឺបាវក្បាលអូនទ្វារឡានជាប់សឺបាវអូនមិនអីទេមែនទេបងមិនបានតាំងចិត្តទេយើងឆ្លុះគ្នាហើយស្នេហាយើងចប់ហើយមិនមែនទេបងគ្រាន់តែមិនប្រយ័ត្នបងជាមួយអូនគឺជាគូស្នេហ៍កុំធ្វើរឿងមិនសមរម្យជាមួយពួកអូនអីពួកខ្ញុំថាប់អ្នកថាប់ហើយថែមលុយទៀតនេះមិនមែនទិញក្តីស្រឡាញ់មែនទេយើងទៅទីនោះចុះឯងស្រែកអីប្រពន្ធអូនមូលហេតុដែលពួកបងរៀបការពួកបងដឹងច្បាស់ហើយបងចូលចិត្តបែបណាក្មួយស្រីបងដឹងច្បាស់ណាស់ពួកបងគ្រាន់តែជាដៃគូសហការសូមគោរពគ្នាទៅវិញទៅមក
Sự báo to dương tờ. Phu bích chỉ ở cắt khmer mền tế. Ở hai thêm tiền nhà lui ở đọc liên tiệt. Anh chẳng ôn vô prom ở tô ở cọp cho. Nhom tơ xôm tô pu nợ một ở nẹn niên tam miên ở cast tế. Bong chỉnh chấm tay propon mình chỉnh chấm một mình tê tờ rô ảnh tờ. Sự báo lang làn tơ mình bạch tê dương chi tạ si tờ. Trong ban lôi chập nhà một lục liên to tơประชุม vinh. Nẹn niên xong anh chơi trồ. Nẹn niên trong nhằm tại ấy. Nhom đừng riệp trong chùn. Năm ní dương đừng tranh một mây sầm rạp ở tệ thì chôn vết mơ cho. Nhom dọc siêu phờ ở nẹn niên mơ sơn mình bạch tê. Thọt rút túc dọc tơ sắp sai khăn ông bần đanสังคม. Số mình chơi mật phẹt một thọt rút từng ở khnia. Từ tu bắt bị sao eva cam đợt ở bom phốt nhom thọt đài. Complete prap mật phẹt từ tây ở chui sai phong. Dọc mùi ní tơ prin một. Sự báo anh trong sân già vậy. Ôn dọc mùi ní. Ô lồi nè. Nhom bằng họ đài dọc tơ chay dùng lấy ta một rồng xình. Nhom nâng thưa ở niên là bảy khlang không sợ tộc ở bị chuẩn. Kroi một ní một chút bong bình tích bong miên ca vậy. Vì phía tơ Paris cú tại khăn nâng rừng nì. Bằng ho rụt tơ ở niên khăn lên. Tranh tơ. Bất chi rương sầm khán thưa đầm na đòi sờ vật hiệp. Bong xây bong nơi ti công mền tế. Ôn tơ kê khung luôn trong ba chui ôn phòng. Kê nâng thọ rụp ôn bong chập mọc chui tơ. Bong tơ đo tì na. Pros a. Anh chia nổ na. Sát na anh chỉ nẹ được nom mền tế. Sân di bà một chui hời. Khơi tế. Anh thưa ấy. Lên đây từ. Tại chương khlang na hiên tọt mền tế. Prap ở đằng na bà hiên một tiếp mình tục ở tề. Hiên một vì khnia tiền mình toàn squat khnia mền tế. Trong đằng ấy. Rồi cút khnia tơ bong sầm lập cho lại lời nì. Mơ tơ niên cầm bông như vậy ấy. Prap kê tơ. Bong pro lên pù dương tơ. Mình bán tế bong srei. Cùng đó lên pù kê. Pù kê vì nhom hai thêm tiền chơi nhom tiệt. Mất phép nhom một bù ở hai pù kê bất chỉ khlang mền. Siêu bài tơ mơ pù kê tơ. Thôi tranh bong mơ bình tịch. Ôn mình ấy tê mền tế. Bong pro kron erbu bình tịch bằng tui tê. Nơi mình nghiêm tiết mền tế. Bong đằng tế. Trong đằng ấy chắp dốc rồi bọc nông mót kia trên tờ. Anh trong đằng ấy tiếp. Mong riêng mình nơi xà lạ một đà lên ba. Nơi tin tiết mền tế. Bong nâng đọc hốt anh nghe lời nì. Ở anh khai chi mình nụ bị ca. Bong srei nút mình men chỉ nhầm tê. Bong mình bán một tin tê cùng chọt bong. Bong srei lọ cha xâm chụp khnia. Mình trong ban ôn men tế. Đó à vội kê tờ. Đầm bây ở vấy. Ba mình đó hỏi tê. Bong nâng ở anh tơ si chụp.
ខ្ញុំដោះហើយបងស្រីលែងពួកយើងទៅល្អណាស់ជាមិត្តភក្តិប្អូនបងមែនទេបានហើយមុខមាត់ក៏ស្អាតដែរបងធ្វើអីបងគង់អញកើតអីទោះជាគេអន់ក៏ជាប្អូនបង្កើតបងដែរបងវីគេបានអញមិនអាចទេបងស្រីមិនអីទេនរណាឲ្យគេដណ្ដើមអូនពីបងសន្យាថានរណាឈ្នះនឹងបានអូនទៅអញនាំគ្នា10នាក់មកអញជាមនុស្សអន់ណាស់មនុស្សបែបឯងអូនមិនស្រឡាញ់ទេមិនអីទេបងសារភាពថាអញសាក៏សុំនឹងអូនជាងបងមិនដណ្ដើមអូនទៀតទេយើងជាបងប្អូនល្អនឹងគ្នាល្អបងមិនដណ្ដើមអូនទៀតទៅចុះមិនអីទេបងស្រីវីគេខ្លាំងណាស់អញទៅចុះរឿងរបស់យើងដោះស្រាយរួចហើយសូមណែនាំខ្លួនពួកយុវឹងជាម្ចាស់បាននេះថ្ងៃក្រោយមកលេងហៅឈ្មោះបងគឺហ្វ្រេទាំងអស់នេះជាបញ្ជីរីនាមរបស់បងច្រៀងមិនសូវល្អទេថ្ងៃក្រោយបដូរអ្នកថ្មីទៅអ្នកណាស្អាតជាងបងឯងចូលចិត្តបែបណាបងបានទេបងមានលុយហើយចេះស្ដាប់បង្គាប់បងនឹងធ្វើតាមអូនគ្រប់យ៉ាងជីតាឲ្យបងរៀបការឆាប់គេមិនចង់ត្រឡប់មកវិញទេអរគុណបើអូនព្រមបងនឹងនាំទៅជួបជីតាពួកឯងធ្វើអីស៊ីវស៊ីឯងមកមែនទេឯងជាមួយយុវឹងមានទំនាក់ទំនងមិនឃើញមែនទេគេកំពុងតាមចែកចង់អូនយូស៊ូពូអូនយីប៉ៃស្រឡាញ់អូនណាស់ពូអូននឹងមានសុភមង្គលអូនស្រឡាញ់គាត់ណាស់ឯងមិនអីទេមែនទេចង់ខ្លាយជាកូនប្រសាទកូសិនមែនទេប្អូនឲ្យឯងមិនស័ក្តិសមទេបងស្រីនិយាយបែបនេះមែនទេសម័យនេះហើយនៅប្រកាន់វណ្ណៈទៀតមិនរាប់អានអញទេសុំទោសយីប៉ៃខ្ញុំគ្រាន់តែជាកូនអ្នកបម្រើខ្ញុំមិនស័ក្តិសមនឹងអ្នកទេអ្នកខ្ពង់ខ្ពស់ឲ្យខ្ញុំទៀតថ្ងៃក្រោយកុំមកជួបខ្ញុំទៀតអ្នករាល់គ្នារងចាំខ្ញុំផងទៅរកស៊ីវស៊ីអញទៅបើហ៊ានទូរស័ព្ទមកទៀតបងនឹងកាត់ដៃអញសុំទោសស៊ូអញស្អាតណាស់ពាក្យមិញនេះលើសលួសហើយស្រីម្នាក់ដែលធ្វើឲ្យពួកអញឈ្លោះគ្នាមិនមែនល្អទេចុះបើអូនមិនចូលចិត្តនាងតែចូលចិត្តអញវិញមិនចូលចិត្តនាងហើយចូលចិត្តអូនមែនទេបានបងមានបំណងប្រាថ្នាច្រើនអញធ្វើបានមែនទេបានចែកចង់នារីត្រូវមានចិត្តស្មោះ baby ប្រាប់មកចង់បានអីនាំបងទៅបន្ទប់ឯកជនហើយប្រុសស្អាតមកបងធ្វើបែបនេះមិនល្អទេមិនបានមែនទេនេះជាចំណងចំណូលចិត្តបងយកព្រមអត់បានបងទៅបដូរខោអាវសិនចាក់ស្រាឲ្យបងទៅកុំទាន់និយាយអីចាញ់ពីរដងទៀតនឹងត្រូវផឹកច្រើនហើយឲ្យបងផឹកជំនួសទៅផឹកបែបនេះមិនអីទេប្អូនមកលេងបន្តទៀតមកខ្លាចមែនទេអ្នកណាខ្លាចគឺមិនមែនជាមនុស្សយូវឹងអញចាប់ផ្ដើមមុនទៅបានកុំឲ្យបងស្រីផឹកច្រើនកុំខ្លាចយូវឹងចាញ់ហើយ100000ឆាប់ផ្ញើមកយកកូនទូទាត់មកវឹងគឺកុំចង់ក្បត់មែនទេបានមិនផ្ញើលុយក៏ត្រូវសន្យានឹងបងមួយរឿងដែរថ្ងៃក្រោយបើធ្វើឲ្យបងមិនពេញចិត្តបងនឹងទារសន្យានេះអេដវ៉េចមកដើម្បីងាយតាក់ទងបងឃ្លានណាស់ទៅញ៉ាំបាយទៅខ្ញុំរៀបចំជូនភ្លាមពាក់អាវទៅមនុស្សស្រីមិនទាន់ប្រាប់ឈ្មោះបងទេទុកចាំបងសប្បាយចិត្តសិនបងទៅគេងសិនចាំបងនាំទៅជួបជីតាកុំអីបងសុំអង្វរ
គ្រាន់តែទៅឲ្យឃើញមុខបានហើយជួយបងផង10នាទីបានហើយគ្រាន់តែទៅសួរសុខទុក្ខជីតាតែបងមិនធ្វើការមិនយកលុយទេ150,000ផ្ទះបងឆ្ងាយណាស់គេងសិនទៅដល់ហើយពិតជាមកមែនប្រពន្ធបងពិតជាមានសំណាងមែនដល់ហើយបងជីតានេះគឺជាចៅប្រសារដែលចៃនាំមកជូនជីតាចាស់ហើយមិនក៏ចៅប្រសារជីតាមើលទៅដូចអ្នកដែលបងនាំមកកាលពីមុនអញ្ចឹងដល់ហើយស៊ីវស៊ីមិនក៏បងហើយផ្លាស់ប្ដូរលឿនម្ល៉េះប៉ានេះគឺជាកូនប្រុសដែលពួកបងទទួលស្គាល់ហើយហើយថាអីឯងជានរណាបងថ្លៃនាងជាប្រពន្ធបងប្រុសចាស់ណាស់ហើយមិញបងនៅនិយាយថាស្រឡាញ់ប្អូនមែនទេអាយុ30ហើយមានកាត់ខ្មៅទេបងឲ្យអូន1 លានបានទេអូនមានលុយចាយ50,000ចែកគ្នាទៅបាន25,000ប៉ាឲ្យបងរាល់ថ្ងៃក្រោយកុំវីគ្នាទៀតបងវីមិនឈ្នះបងទេចាញ់បងចោះមានរឿងអីទៅប៉ាយូហ្វឹងជាមួយបងគឺជាមិត្តភក្តិនឹងគ្នាជីដាក់ដឹងទេពួកគេឆ្លោះគ្នាព្រោះនារីម្នាក់បងមិនដឹងថាទៅដោះស្រាយយ៉ាងណាទេបានតែគេងក្នុងឡានមិនមែនទេគឺអូនយល់ព្រមនាំបងមកជួបជីតាអូនគ្រាន់តែលេងសើចបងនាំអូនទៅកាលពីម្សិលមិញហើយបងមិនជឿទេនេះគឺជាក្មេងស្រីដែលបងស្រឡាញ់ពីដំបូងបងនាំនាងមកជួបជីតានិងប៉ាម៉ាក់រួចហើយដូច្នេះនាងគឺជាប្រពន្ធបងចាំរៀបការទៅឲ្យឆ្ងាយទៅខ្ញុំមិនទំនេរនិយាយរឿងនឹងជាមួយអញទេអញចង់ទៅណាក៏ទៅចុះតាមចិត្តអញទៅបងធំតើបងមានន័យថាឲ្យយើងលេងលេះគ្នាបងនឹងឲ្យពុកបងមែនទេមនុស្សលបលេងដៃនាងចេញខ្ញុំស្រឡាញ់នាងមិនមែនជាបងថ្លៃអញទេនាងជាប្រពន្ធបងអញក៏យកព្រមដែរមិញបងធំគឺគេទេដែលចាប់ដៃខ្ញុំមិនព្រមលេងខ្ញុំគ្មានពាក់ព័ន្ធអីជាមួយគេទេគេចាប់ដៃខ្ញុំគ្មានកម្លាំងរុញចេញទេពិតមែនណាហាងសើបាវអញមិនមែនជាមនុស្សចំណិតសិនយឺបឯទេមែនទេមិនក៏អញមកទីនេះប្រាប់មកថាអញជាប្រពន្ធអ្នកណាបងស្រីបងប្រាប់មកថាបងជាប្រពន្ធអ្នកណាបន្ថែមលុយឲ្យខ្ញុំផងតាមចិត្តនាងចុះប៉ុន្តែកិច្ចសិនអាយុត្រូវតែចុះថ្លេខាត្រឡប់ទៅវិញនឹងចុះឲ្យបងថ្លៃឲ្យប្រពន្ធបងនិយាយអីមនុស្សទេនិយាយឲ្យខ្លាំងជាងនេះមកប្អូនប្រុសការសិក្សាសំខាន់ណាស់
រឿងគេមរតកបងថ្លៃម្នាក់នេះនឹងរ៉ាប់រងជូនឯងមិនបាច់បារម្ភទេមែនទេនិយាយក្នុងមកបងថ្លៃស្ដាប់ស្ថានភាពបច្ចុប្បន្នផងត្រូវតែស្ដាប់ដែរអូននឹកបងណាបងពេលណាទើបត្រឡប់មកវិញទោះយើងទើបតែបែកគ្នា21ម៉ោងប៉ុន្តែអូននឹករហូតដល់ដង្ហើមអិនរួចហើយយប់មិញអូនដេកមិនលក់សោះបងថ្លៃអូនស្រឡាញ់បងណាស់អ្វីដែលអូនស្រឡាញ់គឺបងអូនជាប្រពន្ធបងក្មេងល្អបើបងចាត់ទុកគេជាបងស្រីគេក៏ជាប្អូនបងដែរបើមិនបានកាត់ទេបងនឹងហៅយាយប៉ៃត្រឡប់មកវិញដើម្បីឲ្យគេទុកស្រីម្នាក់នោះឲ្យឯងមិនយកទេខ្ញុំចង់បានតែអ្នកខ្ញុំនឹងឆក់យកឱកាសពេលបងមិននៅផ្ទះគេជាប្រពន្ធខ្ញុំគុំសុបិនអីពុកម៉ែគុំជឿគេតាំងពីតូចពុកមកឯស្រឡាញ់តែបងធំចិត្តលំអៀងយូរឆ្នាំមកហើយលើកនេះគួរតែយុទ្ធធម្ដងហាងសឺបាវជាប្រពន្ធខ្ញុំនឹងរៀបការជាមួយនាងមិនមែនជាចៅប្រសាររបស់ជីតានោះទេនាងជារបស់ខ្ញុំនៅមានឱកាសខ្ញុំឈ្មោះសិនស៊ឺយូមិនមែនហាងសឺបាវទេហើយកុំហៅខ្ញុំបែបនេះរៀបចំខ្លួនឲ្យល្អបងថ្លៃឲ្យម៉ាក់អូននឹងសម្រាប់ឲ្យបានល្អអូនចង់សម្រាប់បន្តិចតើបានទេបន្ទប់នេះមានគេសម្អាតរាល់ថ្ងៃសម្ភារៈក៏គ្រប់គ្រាន់ដែរទៅសម្រាប់ទៅភ្ញាក់ឡើងនឹងមានម្ហូបឆ្ងាញ់អរគុណម៉ាក់ពិតជាល្អណាស់បងថ្លៃអូនឡើងទៅលើហើយទៅចុះកូនស្រីសម្រាប់ឲ្យបានច្រើនណាស់តើឯងអាចអាណិតបងធំឯងបន្តិចបានគេខំប្រឹងតស៊ូខ្លាំងណាស់ទើបតែបានជួបស្រអ៊ីម្នាក់ដែលគេស្រឡាញ់សឺបាវអូនមកវិញហើយបងថ្លៃមកហើយប្រញាប់ចូលមកបងថ្លៃអូននំបងល្អមែនឲ្យបងស្រីអូនថាប្អូនប្រុសមកសឺបាវបងជានរណាបងជាប្អូនប្រុសតាប្អូនប្រុសសង្ហាក្មេងខ្ចីបងតូចដោះអាវឲ្យបងស្រីមើលបន្តិចមកក្មេងប្រុសតូចរបស់បងគេគ្មានអ្វីល្អទេក្មេងមិនទាន់ដឹងក្តីគេផ្ដល់អ្វីឲ្យអូនបានបងមិនត្រឹមតែមានលុយឲ្យអូនចៃមិនខ្វះទេថែមទាំងកុំគិតចង់បានអូនទៀតអីអញហ៊ានណាហ៊ានមកដេកលើគ្រែបងទាំងកណ្ដាលយប់សឺបាវបងមិនមែនទៅធ្វើការនៅក្រៅប្រទេសទេមែនទេត្រឡប់មកពីធ្វើការវិញហើយបងពិតជាខូចមែនកុំសម្ដែងអីយើងមិនអាចហួសព្រំដែនបានទេសូមមានវិជ្ជាជីវៈបន្តិចផងអូនភ្លេចហើយមែនទេយប់មិញបងទើបតែងូតទឹកហើយមករកអូនថែមទាំងមករកបងដោះអាបងចាប់ខោក្នុងបងទៀតផងខ្ញុំមិនមែនខ្ញុំគ្មានទេខ្ញុំមិនធ្វើទេកុំនិយាយអីគឺខ្ញុំច្បាស់ណាស់សុំទោសណាខ្ញុំមានជំងឺរំលឹកយូរហើយវាធ្វើឲ្យប៉ះពាល់ដល់បងខ្លាំងប៉ះពាល់ខ្លាំងណាស់បងនឹងធ្វើអីជួយរំលឹកបងវិញថាអូនបានធ្វើបាបយ៉ាងម៉េចកាលពីយប់មិញបងថ្លៃមិនក៏បងខំគេយ៉ាងនេះនេះសុទ្ធតែជាទងធ្វើរបស់អូនកាលពីយប់មិញមិនពិតទេយប់មិញអូនធ្វើបែបនេះដាក់បងរហូតហើយប្អូនប្រុសមិនឈប់ថែមទាំងនិយាយថាប្អូនប្រុសឲ្យបងស្រីលេងឲ្យសប្បាយផងសឺបាវលេងបែបណាទៅតើជាអ្វីដែលបងគិតមែនទេបងថ្លៃបងឆ្លៀតឱកាសយកចំណេញពីអូនមែនទេចុះអូនយកចំណេញពីបងកាលពីយប់មិញនោះយ៉ាងម៉េចទៅមិនដល់ថ្នាក់នេះទេក៏មិនបានទេឯងហ៊ានថាបបងមិនអនុញ្ញាតឲ្យបងថាបអូនវិញទេមែនទេសឺបាវតើប្អូនប្រុសដែលអូននិយាយនោះជានរណាយប់មិញបងហាក់ដូចជាឈ្មោះប្អូនប្រុសច្រើនអ្នកណាខ្ញុំគ្រាន់តែចង់បងកើតគ្រួសារជាមួយប្អូនប្រុសគ្រប់គ្នាមិនបានគិតដល់បងសោះបងមានន័យថាឲ្យបងរកលុយឲ្យខ្ញុំយកលុយបងទៅចិញ្ចឹមប្អូនខ្ញុំឬមួយបងមិនមែនពិតជាចង់ចិត្តជាមួយខ្ញុំមែនទេមិនចង់សាកល្បងជាមួយបងមែនទេចំណាយច្រើនណាស់ណាមើលរោគនេះទៅស្អាតទេប៉ុន្តែសឺបាវបងចង់សាកល្បងអញក៏ចង់សាកល្បងដែរអញ្ចឹងបងសាកល្បងទៅខ្ញុំនឹងមិនប្រាប់អ្នកណាទេបងជោគជ័យប៉ុណ្ណឹងហើយមានចំណង់ចំណូលចិត្តបន្តិចបន្តួចមិនអីទេតើមានសម្ពាធការងារមែនទេខ្ញុំយល់ខ្ញុំនិយាយថាមិនមែនន័យបែបនោះទេគឺខ្ញុំនិយាយថាបើធ្វើការឲ្យបងគឺយកលុយឯងមិនពេញចិត្តនឹងការងារនេះយើងអាចលែងលះគ្នាបានបើមិនអញ្ចឹងទេខ្ញុំនឹងទៅបំពេញឯកសារលែងលះ
ខ្ញុំប្រាប់ត្រង់ទៅចុះខ្ញុំគ្រាន់តែបង្រុកអ្នកចិញ្ចឹមខ្ញុំចាយលុយច្រើនធម្មតាមិនអាចចិញ្ចឹមខ្ញុំបានខ្ញុំក៏ជ្រើសធ្វើជាប្រពន្ធបងប្រពន្ធថោកអីគ្រប់គ្រងអាហារកន្លែងស្នាក់នៅផ្ដល់លុយចាយ1លានក្នុងមួយខែក៏មិនថោកដែរគ្រាន់តែសម្ដែងជាគូស្នេហ៍ចំពោះហាមុខអ្នកផ្ទះជួយសម្ដែងឲ្យបានល្អមិនប៉ះពាល់បណ្អាត់ក្រហមរបស់ខ្ញុំនឹងសហការ100ក្រៅពីនោះមិនបានទេសូមបងកុំបារម្ភខ្ញុំយល់ពីវិជ្ជាជីវៈរបស់ខ្ញុំពេលជួបគ្នាហៅតែបងថ្លៃមិនហៅឈ្មោះផ្សេងទៀតបានទេបងថ្លៃឲ្យបន្តកិច្ចសន្យាតែមិននិយាយរឿងស្នេហាក៏ត្រូវនិយាយដែរសួរដល់រឿងនេះខ្ញុំស្វាងភ្លាមខ្ញុំនៅតែរក្សាគោលការណ៍ដដែលជីវិតឯកជនយើងមិនកាក់កគ្នាតែបង្ហាមថាខ្ញុំហាមប៉ះពាល់រាងកាយខ្ញុំអាចបន្ថែមលុយឲ្យបានមិនថាមិនរួមដំណេកនេះជាលក្ខខណ្ឌ8ម៉ាត់របស់ខ្ញុំបើបងព្រមយើងនឹងចុះកិច្ចសន្យាបើបងគិតថាលក្ខខណ្ឌនេះលើសលុបបងអាចទៅរកអ្នកដទៃបានតើអ្វីនឹងទៅតាមមកនិយាយរបស់ឯងបន្តិចទៀតបងនឹងឲ្យគេយកកិច្ចសន្យាមកឲ្យគឺឥឡូវនេះទៅចាំអីទៀតទៅញ៉ាំបាយជាមួយបងសិនរួចដោះស្រាយរឿងពុកម៉ែនិងប្អូនអញកិច្ចសន្យានឹងមកដល់ឆាប់ដើម្បីសុវត្ថិភាពយើងទាំងពីរត្រូវរក្សាគម្លាតនេះជាវិជ្ជាជីវៈរបស់អញមែនទេវិជ្ជាជីវៈខ្ញុំខ្ពស់ណាស់ខ្ញុំថាសហការគឺសហការមកចិត្តបងបន្តិចមកគិតដាច់ស្រឡះហើយមែនទេមិនចង់ហាប់បងទេសហការបន្តិចទៀតបានទេថាប់ខ្លាំងបន្តិចតបស្នងការថាប់របស់បងយប់មិញធ្វើបែបនេះគេនឹងឃើញហើយណាគិតថាបងមិនហ៊ានទេមែនទេសាឡបងមើលបានដឹងចុះបើពុកម៉ែឃើញវិញបងអង្គុយក្នុងបន្ទប់ទឹកម្នាក់ឯងមានសក់ទឹកភ្នែកទេបងស្រីអូនមើលមិនឃើញទេបងស្រីខ្ញុំដឹងថាបងនៅក្នុងនោះបងលេងជាមួយខ្ញុំមែនទេបងកុំបោះបងអូនអីខ្ញុំនៅក្មេងខ្ញុំស្អាតណាស់បងធំគេចាស់ហើយបងរើសគេធ្វើអ្វីខ្ញុំមានលុយមួយខែ50,000លុយសទាំងអស់ខ្ញុំឲ្យបងកុំបោះបងអូនអីហេតុអ្វីបានជាខ្ញុំមិនអាចខ្ញុំក៏ហ៊ានដោះឲ្យបងមើលដែរបងថ្លៃខ្ញុំមានវិជ្ជាជីវៈខ្ពស់បងមិនវីខ្ញុំនឹងមិនទៅទេខ្ញុំទៅតាមបងឯងគិតច្រើនពេកហើយបងធ្វើអីសហការសម្ដែងបន្តិចមកដើម្បីឲ្យក្មេងម្នាក់នេះអស់សង្ឃឹមទៅហេតុអ្វីបានជាស៊ឺយូមិនបានតែបងធំបានមិនបានទេបងធំមិនក៏បងនៅផ្ទះមកលួងលោមបងថ្លៃឯងមែនទេបងគឺបងថ្លៃឯងមើលស្ថានភាពមិនដឹងខ្លួនទេមែនទេសិនស៊ឺយូអញហ៊ានប៉ះស្រីរបស់បងទូនៅទីណាក៏ដោយនាងនៅតែជាបងថ្លៃឯងពាក្យសម្ដីលោឡារបស់ឯងកុំឲ្យមានលើកក្រោយបើមានទៀតកុំបន្ទោសបងថ្លៃអូនហត់ណាស់ចេញទៅបងស្រីគេចាស់ណាស់គេមិនស្រឡាញ់អញទេឯងក៏ហប់គឺគេឲ្យលុយច្រើនមែនទេចាស់បែបនេះមិនល្អជាងអូនទេអ្វីដែលឯងនិយាយមិញបងមិនជឿសំបីតែមួយម៉ាត់មិនមែនទេបងជាមួយបងធំឯងគឺស្រឡាញ់គ្នាភ្លាមមួយជីវិតនេះបងស្គាល់តែគេម្នាក់គត់ទោះស្លាប់ក៏ស្លាប់ជាមួយគ្នាដែរជាតិក្រោយទៅឯងធ្វើអីខ្ញុំនឹងស៊ូជាមួយបងអញកុំធ្វើអីទៅឲ្យឆ្ងាយទៅមិនប្រញាប់ទេពួកឯងថើបគ្នាហើយចាំចុះមកញ៉ាំបាយម៉ាក់មិនរំខានពួកឯងទេស៊ឺយូកុំអៀនអីម៉ាក់ក៏ធ្លាប់ចង់កាត់ដែរប្តីប្រពន្ធថ្មីថ្មោងគឺធម្មតាទេបងឡើងមកពីណាក្មេងនោះមកគោះទ្វារខ្ញុំនៅទីនេះហើយបងមករំខានពួកខ្ញុំម៉ាក់កុំនិយាយអីស៊ឺបើនៅក្មេងគេអៀនមិននិយាយទៀតទេបងនឹងដេកជាមួយស៊ឺបើសិនចាំញ៉ាំបាយម៉ាក់មិនចាំបងថ្លៃទេបងសហការជាមួយឯងតើឯងអាចកុំឲ្យខ្ញុំសម្ដែងច្រើនពេកបានទេម៉ាក់មិនមែនមកខាត់ក្មេងនោះទេគាត់សង្ស័យច្រើនជាងគាត់ឡើងមកមើលពួកយើងខ្ញុំមិនសម្ដែងឲ្យច្បាស់មិននឹងបោកគាត់រួចខ្ញុំពិតជាមិនដែលមិត្តស្រីទេម៉ាក់គិតថាខ្ញុំនឹងទៅបួសបែរជានាំប្រពន្ធមកផ្ទះឯងគិតថាគាត់ងាយជឿមែនទេបន្ទាប់មកត្រូវប្រយ័ត្ននិយាយជាមួយម៉ាក់គាត់ហាក់ដូចជាល្អតែតាមពិតកំពុងសាកល្បងឯងខ្ញុំខំប្រឹងអស់ហើយ
តើកន្លែងណាខ្លះមិត្តប្រុសចាស់ជាងគេចិត្តអស់ហើយបងថ្លៃបងមិនដែលថាប់អ្នកណាមែនទេបុគ្គលិករបស់បងសារភាពស្នេហ៍តើខ្ញុំអាចទទួលយកនិងធ្វើការងារពីបានទេបងថ្លៃនោះគឺជាកិច្ចសន្យារបស់យើងបងធ្វើអីខុសមែនទេខ្ញុំស្មានថាបងមានអ្វីល្អបងស្រឡាញ់ខ្ញុំបងថ្លៃខ្ញុំមិនហ៊ានទេដឹងថាបងមិនហ៊ានតែបងស្រឡាញ់មែនទើបលួចផ្ញើសារភាពស្នេហ៍ចង់ថាប់បងថ្លៃបងយកច្រឡំហើយសារនោះខ្ញុំចង់ផ្ញើឲ្យបងពេលនោះកំពុងបើកឡានប្រញាប់ផងទើបផ្ញើខុសទៅខ្ញុំសូមស្ពតថាខ្ញុំពិតជាផ្ញើឲ្យបងនេះគឺការងាររបស់គាត់សារផ្ញើខុសទៅតាមពិតផ្ញើឲ្យខ្ញុំគ្មានពាក់ព័ន្ធនឹងអញទេយល់ហើយដាំឡើយជារបស់បងមិនមើលទៀតទេយើងចុះកិច្ចសន្យាទៅនៅមើលទៀតសួរចុងក្រោយបន្តិចសារផ្ញើឲ្យបងខ្ញុំដឹងថាគេមិនស្រឡាញ់អញទេយល់ហើយប្រពន្ធបងថ្លៃយល់ហើយសុខចិត្តហើយចុះកិច្ចសន្យាទៅចេញទៅខ្ញុំគ្រាន់តែមិនចង់យកប៊ិចពីតឯគេខ្ញុំនិយាយហើយសារនោះមិនមែនផ្ញើឲ្យអញទេខ្ញុំសូមឲ្យជឿខ្ញុំផ្ញើឲ្យបងថ្លៃមែនបងថ្លៃកុំដឹងអីព្រោះរូបភាពប្រវត្តិរូបដូចខ្ញុំកំពុងបើកឡានទើបផ្ញើខុសខ្ញុំនឹងផ្ញើឲ្យបងមើលទៀតជឿហើយជឿពិតមែនចាប់ពីពេលនេះខ្ញុំនឹងមិនសង្ស័យរឿងសារនោះទៀតទេហើយក៏មិនសង្ស័យថាអេស្រឡាញ់ខ្ញុំទៀតដែរខ្ញុំសប្បាយចិត្តហើយខ្ញុំយកចិត្តគេខ្ញុំចូលចិត្តនរណាខ្ញុំទៅដាក់របស់សិនល្អហើយមកជួបគ្នាទៅបងស្រីខ្ញុំចាប់បានបងហើយធ្វើការដឹងតែធ្វើការមានគ្រួសារហើយមិនមែននៅម្នាក់ឯងទេធ្វើការហួសហេតុបែបនេះប្រយ័ត្នបាត់បង់ប្រពន្ធមិនអីទេខ្ញុំរឹងមាំណាស់មិននឹងបាត់ទៅសូមបងកុំបារម្ភខ្ញុំតែងតែគាំទ្រការងាររបស់គៀតយ៉ាងណាក៏គាត់ត្រូវខំប្រឹងដើម្បីចិញ្ចឹមខ្ញុំអញ្ចឹងតាមទៅអង់គ្លេសជាមួយគាត់ទៅចង់បានចៃឆាប់ជីតាមិនឲ្យយើងបែកគ្នាទេអញ្ចឹងយប់នេះឯងទៅអង់គ្លេសជាមួយបងយកពងឆាប់មានចៃឲ្យជីតាបានមែនទេពិតមែនពួកឯងមានគម្រោងមានកូនហើយមែនទេស៊ឺយូជីតាធ្លាប់សន់អេបដល់ភាគហ៊ុនឲ្យជីតានឹងធ្វើតាមពាក្យឲ្យតែពួកឯងល្អនឹងគ្នាមុនជីតាស្លាប់ជីតាចង់ឃើញកូនពួកឯងមិនថាប្រុសឬស្រីជីតាសប្បាយចិត្តណាស់ជីតាសូមកុំបារម្ភពួកយើងនឹងល្អនឹងគ្នាយើងកំពុងរៀបចំហើយអាយុច្រើនហើយបើធំជាងនេះពិបាកសម្រាលណាស់ជីតាត្រូវថែរក្សាសុខភាពណាស់ពេលខ្ញុំនឹងបងមានកូនជីតាត្រូវមកជួយបីផងស៊ឺយូឯងនៅផ្ទះម្នាក់ឯងក៏មិនមានអ្វីធ្វើទៅអង់គ្លេសជាមួយបងទៅមើលថែគាត់ផងកុំឲ្យគាត់ទៅចែចង់អ្នកផ្សេងខ្ញុំនឹងស្ដាប់តាមជីតាញ៉ាំបាយហើយខ្ញុំនឹងទៅសម្លៀកបំពាក់មិនបាច់នាំទៅទេដល់ទីនោះបងនឹងទិញឲ្យជីតាពិតជាល្អណាស់ចិត្តមនុស្សដូចជាមហាសមុទ្រគួរឲ្យស្រឡាញ់ណាស់នេះជាចិត្តរបស់ខ្ញុំលើក្រោយបដូរអ្វីដែលស្រាលជាងនេះទៅម៉ាក់លំអៀងណាស់ខ្វល់តែរឿងបងធំមិនខ្វល់ពីកូនទេម៉ាក់លំអៀងត្រង់ណាបងធំឯងមានគ្រួសារហើយឯងនៅតែរពើគេជាមួយបងធំគឺអៀបការខ្លាំងខ្លាយទេដើម្បីឲ្យជីតាសប្បាយចិត្តបងធំឲ្យលុយគេចាយពួកគេគ្រាន់តែជាដៃគូសហការបិទមាត់និយាយអ្វីអញ្ចឹងកូនហេតុអ្វីក៏ខូចបែបនេះខ្ញុំមិនបានកុហកទេខ្ញុំមិនច្បាស់នៅក្រោយផ្ទះគេថែមទាំងចុះគេជាសន្យាទៀតផងរងចាំឲ្យមនុស្សដែលបងធំស្រឡាញ់ត្រឡប់មកវិញពួកគេនឹងលែងលះគ្នាបងធំឯងចាស់ហើយទើបមានអ្នកមកចាប់អារម្មណ៍ទូដំបងខ្លាំងខ្លាយយូរទៅប្រកាសជាពិតកុំរករឿងទៀតអីមិនបានទេខ្ញុំក៏ស្រឡាញ់នាង
ខ្ញុំនឹងតាមចែកចង់ខ្ញុំយកជីវិតធានាមើលចុះនេះជាភស្តាំងសិនស៊ឺយូចុះចែករបស់ខ្ញុំពេលណាទើបចេញមកឯងច្រណែនបងឯងទើបធ្វើរឿងនេះមកបោកពួកយើងមែនទេនេះជាកិច្ចសន្យាខ្ញុំទៅរៀបចំខ្លួនសិនពុកម៉ែជីតាខ្ញុំដាក់ភ្នាវជាមួយពួកអ្នកបើខ្ញុំអាចបញ្ជាក់ថាពួកគេរៀបអាខ្លាំងៗពួកអ្នកត្រូវឲ្យកាត់ខ្មៅខ្ញុំមួយខ្ញុំនឹងតាមចែកចង់បងស្រីយ៉ាងណាក៏ពួកអ្នកស្រឡាញ់នាងដែរនៅទីនេះចុះខ្ញុំត្រូវទៅកែសម្ផស្សមិនមែនថាទៅអង់គ្លេសទេមែនទេនោះគ្រាន់តែដើម្បីបោកជីតាទេជីតាកុំជឿអីឈប់ឡានអញមែនទេខ្ញុំរងចាំអញទៅចុះខ្ញុំទៅពួកឯងនៅលើឡានច្បាស់ជាធ្វើការរងអាគ្មានពេលញ៉ាំបាយទេហេតុអ្វីក៏មិនឈប់ឡានខ្ញុំពិបាកឲ្យឡានឈ្នួលណាស់បងថ្លៃខ្ញុំចាយលុយអស់ហើយអរគុណម្ចាស់ឧបត្ថម្ភសូមឲ្យបងធ្វើការមិនហត់នឿយឯងមិនមែនជាមនុស្សដឹងកាលៈទេសៈទេ